សាច់រឿងទី1គឺវាតាក់ទងជាមួយនឹងរឿងអ្នកដែលគាត់ត្រូវអំពើគេបាទអ្នកដែលត្រូវអំពើហើយមានវិញ្ញាណខ្មោចនៅក្នុងខ្លួនបាទអាហ្នឹងខ្ញុំនឹងយករឿងពិតមួយហ្នឹងយកមកនិយាយឲ្យបងប្អូនស្ដាប់ឲ្យដឹងហើយតាក់ទងជាមួយនឹងរឿងទី2គឺខ្ញុំនឹងនិយាយអំពីរឿងវិញ្ញាណខ្មោចដូចគ្នាប៉ុន្តែវាចូលមនុស្សវាសង្ងំនៅក្នុងផ្ទះនៅក្នុងហាងរបស់គេហើយចំណុចទី3ដែលខ្ញុំចង់ចែករំលែកគឺតាក់ទងជាមួយនឹងអាការៈរបស់មនុស្សមួយចំនួនដែលគាត់ពាក់ព័ន្ធមួយអំពើមន្តអាគមឲ្យដឹងថាតើអំពើមន្តអាគមវាមានពិតមែនឬមួយក៏អត់ហើយបើសិនជាអ្នកដែលពាក់ព័ន្ធជាមួយនឹងវាតើយើងមានលក្ខណៈសម្គាល់បែបណាយើងអាចប្រៀបធៀបដូចមនុស្សផឹកស្រាអញ្ចឹងយើងមិនអាចទៅមើលរូបរបស់គាត់ទៅមើលមុខគាត់ហើយយើងថាគាត់ផឹកស្រាមនុស្សខ្លះយើងគ្រាន់តែមើលមុខគាត់ក្រហមយើងអាចដឹងថាគាត់នឹងផឹកស្រាហើយប៉ុន្តែមនុស្សខ្លះអត់ទេផឹកស្រាមិនក៏មុខអត់ក្រហមដែរអញ្ចឹងតើតែមានឧបករណ៍សម្រាប់វាស់ជាតិអាល់កុលនៅក្នុងខ្លួនរបស់គាត់ឲ្យដឹងអញ្ចឹងតាក់ទងមួយអំពើមន្តអាគមគឺវាមិនខុសគ្នាប្រហែលទេអ្នកខ្លះគាត់ពាក់ព័ន្ធមួយអំពើមួយមន្តអាគមមួយអីរបស់គេយើងមើលពីខាងក្រៅយើងអាចសម្គាល់ដឹងតែអ្នកខ្លះទៀតគឺទាល់តែមានរបស់ដើម្បីដាក់ពិសោធន៍មើលថាតើគាត់ត្រូវរបស់គេមែនឬមួយក៏អត់យើងមានប្រដាប់វាស់បែបមន្តអាគមរបស់យើងហ្នឹងហើយតាមផ្លូវមន្តអាគមវិញបាទអាហ្នឹងគឺជាអ្វីដែលខ្ញុំចង់ចែករំលែកដល់បងប្អូនហើយនឹងចំណុចមួយទៀតគឺតាក់ទងជាមួយនឹងរឿងវត្ថុដែលអ្នកទាំងអស់គ្នាយកចូលផ្ទះរបស់ទាំងអស់ហ្នឹងបើសិនជាបងប្អូនស្គាល់បងប្អូនដឹងយកចូលផ្ទះវានាំរឿងល្អអាហ្នឹងអត់អីតែរបស់មួយចំនួនវាជារបស់អពមង្គលដែលយើងមើលមិនស្គាល់យើងមិនដឹងថាវាជាអីតែនៅពេលណាដែលយើងយកចូលក្នុងផ្ទះគឺវាតែងតែបកកជាហេតុអាក្រក់នៅក្នុងក្រុមគ្រួសាររបស់យើងឥឡូវមុនពេលចូលដល់សាច់រឿងទី1ដែលខ្ញុំចង់និយាយប្រាប់ចែករំលែកដល់បងប្អូនគឺខ្ញុំចង់ប្រាប់ថាខ្ញុំមិនមែនជាគ្រូដែលខ្លាំងបកែរៀនមន្តអាគមអីទេតាមពិតបើនិយាយពី background របស់ខ្ញុំហ្មងខ្ញុំគឺជាអ្នកដែលរៀនមុខជំនាញ IT មុខជំនាញកុំព្យូទ័រទេបាទតាក់ទងជាមួយនឹងការសរសេរកូដនៅលើកុំព្យូទ័រសរសេរ program សរសេរអីអាហ្នឹងបានត្រូវជំនាញរបស់ខ្ញុំបាទប៉ុន្តែសួរថាហេតុអីបានខ្ញុំមកដឹងរឿងអស់នេះច្រើនអាហ្នឹងគឺដោយសារតែបទពិសោធន៍របស់យើងនៅក្នុងរឿងទាំងអស់ហ្នឹងយូរទៅរយៈពេល 5-6 ឆ្នាំហ្នឹងគឺខ្ញុំដឹងខ្ញុំអាចយកមកចែករំលែកដល់អ្នកទាំងអស់គ្នាវិញបានប៉ុន្តែបើសួរថាតើខ្ញុំបកកែខ្ញុំទៅរៀនរឿងរ៉ាវតាក់ទងមួយមន្តអាគមរឿងអីហ្នឹងអត់គឺខ្ញុំអត់មានទៅពាក់ព័ន្ធទៅរៀនអីឲ្យស៊ីជម្រៅទេតែខ្ញុំដឹងច្រើនដោយសារតែរឿងទាំងអស់ហ្នឹងគឺខ្ញុំទៅជួបផ្ទាល់ហើយខ្ញុំដឹងពីគ្រូរបស់ខ្ញុំដែលគាត់តែងតែប្រាប់តែងតែណែនាំខ្ញុំអញ្ចឹងបាទអញ្ចឹងឥឡូវតាក់ទងជាមួយនឹងសាច់រឿងទី1គឺតាក់ទងជាមួយនឹងរឿងអ្នកដែលគាត់ត្រូវអំពើមន្តអាគមហើយមានវិញ្ញាណខ្មោចនៅក្នុងខ្លួនបាទជាធម្មតាមនុស្សយើងគឺក្នុងមួយឆ្នាំមាន12ខែហ្នឹងវាមានរាសីឡើងរាសីចុះបាទអញ្ចឹងភាគច្រើនមនុស្សដែលគេធ្វើអំពើត្រូវគឺច្រើនតែពេលដែលគាត់ហ្នឹងរាសីចុះរាសីដាក់ខ្លាំងបាទអញ្ចឹងនៅពេលហ្នឹងបើសិនជាគេព្យាយាមធ្វើដាក់គាត់នឹងត្រូវរបស់គេហើយតែបើសិនជាមនុស្សនឹងរាសីឡើងពេលខ្លះព្យាយាមធ្វើមិនក៏អត់ត្រូវដែរបើសិនជាដាក់ជួនកាលយ៉ាងច្រើនតែអាចធ្វើឲ្យគាត់នឹងសយឬមួយក៏ជួបរឿងតិចតួចតែបើសិនជាត្រូវធ្ងន់ពេលដែលរាសីដាក់អាហ្នឹងគឺវាចាប់ផ្ដើមមានបញ្ហាធ្ងន់ធ្ងរក្នុងជីវិតរបស់គាត់ហើយរឿងរបស់បងស្រីហ្នឹងគឺចាប់ផ្ដើមឡើងកាលហ្នឹងនៅក្នុងកំឡុងឆ្នាំ2022ខែ10បងស្រីហ្នឹងគាត់អត់ស្គាល់ខ្ញុំទេប៉ុន្តែបងប្អូនរបស់គាត់នៅម្ដុំអូឡ িম্প ិកនេះបងប្អូនរបស់គាត់នៅអូឡ িম্প ិកហ្នឹងជាភ្ញៀវរបស់ខ្ញុំដែលធ្លាប់ជាវរបស់របរទៅអញ្ចឹងបាទពេលដែលគាត់ស្គាល់ខ្ញុំហ្នឹងគាត់ជាវរបស់របរយកទៅប្រើគាត់អត់ដែរជួបហេតុការណ៍អីអាក្រក់ឬមួយក៏ជួបអ្វីដែលមិនល្អទេប៉ុន្តែខ្ញុំលេង Facebook ជាមួយនឹងគាត់ហ្នឹងខ្ញុំអាសាផុសពីរឿងនេះរឿងនោះតាក់ទងជាមួយនឹងផ្លូវមន្តអាគមជាមួយនឹងមនុស្សរឿងអីផ្សេងអញ្ចឹងគាត់ក៏នឹកឃើញដល់រឿងមួយព្រោះមានម្ដងនោះខ្ញុំបានសរសេរថាអញ្ចឹងប្តីប្រពន្ធរបស់យើងពេលដែលយើងរស់នៅរៀបការជាមួយនឹងគ្នាសុកហើយស្រាប់តែឆ្លោះគ្នាបែកគ្នាអត់មូលហេតុពេលខ្លះគឺវាអាចពាក់ព័ន្ធជាមួយនឹងផ្លូវមន្តអាគមបាទដល់ពេលហ្នឹងគាត់នឹកឃើញដល់ប្អូនថ្លៃរបស់គាត់ប៉ុន្តែមិនមែនជាប្អូនថ្លៃបកាទេគឺប្អូនថ្លៃហ្នឹងត្រូវខាងប្រពន្ធបងហ្នឹងគាត់គិតថាចេះប្អូនថ្លៃគាត់សង្ស័យប្រហែលជាត្រូវអំពើដែរដឹងព្រោះប្តីប្រពន្ធស្រឡាញ់គ្នាសុកស្រាប់តែបែកគ្នាពេលហ្នឹងគាត់ក៏បានឆាតតាក់ទងមកខ្ញុំហើយគាត់បានសុំជាវរបស់ពីខ្ញុំទៅអញ្ចឹងគាត់ថាគាត់ចង់បានរបស់មួយគ្រាប់តូចយកទៅឲ្យប្អូនគាត់សាកលោមើលគេលោកគ្នាហ្នឹងវាត្រូវអំពើត្រូវអីរបស់គេអញ្ចឹងទៅដាក់ទៅដើម្បីជួយអីអញ្ចឹងអាចប្រាប់បានថារបស់ដែលគាត់បានជាវហ្នឹងរបស់អីហ៎បង
របស់ហ្នឹងគឺជាគ្រាប់ស្នែងដែលយើងឆ្នៃរៀងដូចនាងពួនអញ្ចឹងប៉ុន្តែស្នែងហ្នឹងគឺជាប្រភេទស្នែងកបីដែលកម្រគឺប្រភេទស្នែងកបីបកធ្លុះរបស់ហ្នឹងបើនិយាយពីភាពកម្ររបស់វាក្នុងចំណោមកបីរាប់រយក្បាលទើបមានវាមួយក្បាលហើយភាគច្រើនយើងអត់ស្គាល់ទេមនុស្សបើយើងនិយាយទៅថាមនុស្ស100នាក់អត់ទាន់ស្គាល់របស់ហ្នឹងមួយផងតែបើស្នែងកបីធម្មតាគឺគេស្គាល់ច្រើនតែអាស្នែងកបីបកធ្លុះហ្នឹងគឺភាគច្រើនអ្នកដែលគាត់រៀនមន្តអាគមព្រោះរបស់ហ្នឹងគេយកទៅប្រើខាងផ្លូវមន្តអាគមវាខ្លាំងប្រកែពេលដែលបងប្រុសម្នាក់ហ្នឹងគាត់ជាវពីខ្ញុំទៅហ្នឹងគាត់បានខលហៅបងប្អូនគាត់ហ្នឹងប្អូនថ្លៃរបស់គាត់ហ្នឹងពីព្រែកលៀបមកពេលដែលបងស្រីហ្នឹងមកយកគឺប្រឡប់អីគាត់ធ្វើដំណើរដោយម៉ូតូពីព្រែកលៀបមកអូឡ িম্প ិកហ្នឹងបងប្រុសហ្នឹងគាត់បានប្រគល់របស់ហ្នឹងឲ្យហើយពេលដែលបងស្រីហ្នឹងគាត់ទទួលរបស់ហ្នឹងខ្ញុំចាំបានថាបងប្រុសហ្នឹងគាត់បានប្រាប់មកខ្ញុំតាមឆាតប្រាប់ថាគ្រាន់តែអូនគាត់ចាប់កាន់ទទួលរបស់ហ្នឹងហើយនិយាយឈ្មោះថាឥឡូវខ្ញុំសុំឈ្មោះនេះសុំទទួលយករបស់ហ្នឹងយកមកទុកគោរពថែរក្សាអញ្ចឹងស្រាប់តែពេលហ្នឹងគឺមានអាការៈដូចកត្រាក់នៅក្នុងខ្លួនអារបៀបមួយដូចថាមនុស្សហ្នឹងគាត់ដូចមានអ្វីមួយនៅក្នុងខ្លួនចម្លែកខុសប្រក្រតីហើយចង់ផ្ងាទៅក្រោយបងប្រុសហ្នឹងគាត់បានឆាតមកប្រាប់ខ្ញុំអញ្ចឹងហើយគាត់ថាគាត់ស្ដែងត្រង់ហ្នឹងគាត់អត់ដែលឃើញទេព្រោះរបស់ហ្នឹងគាត់មានជាប់ខ្លួនគាត់មកកណោប៉ុន្តែគាត់អត់ដែលឃើញអាការៈពេលដែលអ្នកផ្សេងកាន់របស់ហ្នឹងហើយមានអាការៈបែបហ្នឹងហើយបងហ្នឹងគាត់ឆាតប្រាប់ខ្ញុំអញ្ចឹងហើយមកសន្ទុះក្រោយគាត់ក៏ឆាតសម្លេងមកខ្ញុំបន្តទៀតគាត់រៀបរាប់គាត់ថាអូនរបស់គាត់ហ្នឹងឥឡូវហ្នឹងទៅដល់ផ្ទះហើយជិះម៉ូតូទៅដល់ផ្ទះនៅច្បារនៅព្រែកលៀបហ្នឹងប៉ុន្តែនៅក្នុងខ្លួនហ្នឹងវាចាប់ផ្ដើមធ្វើទុកចម្លែកខុសប្រក្រតីពេលដែលយករបស់ហ្នឹងដាក់នៅជាប់នឹងខ្លួនហ្នឹងគឺចាប់ផ្ដើមមានអាការៈមកដូចមានអ្វីមួយយ៉ាងនៅក្នុងខ្លួនណាពេលហ្នឹងបងប្រុសហ្នឹងគាត់សួរខ្ញុំថាឥឡូវធ្វើមិនបន្តទៀតខ្ញុំក៏ប្រាប់គាត់ថាឥឡូវយើងរងចាំមើលបន្តទៀតសិនណាព្រោះយើងអត់ទាន់ដឹងថាវាមានរឿងអីកើតឡើងទេខ្ញុំចាំបានថាកាលហ្នឹងក្នុងដូចជាក្នុងកំឡុងម៉ោងប្រហែលជា8 9ពេលដែលខ្ញុំស្ដាប់ឆាតគាត់បន្តគ្នាហ្នឹងពេលហ្នឹងបងប្អូនគាត់ដែលរស់នៅព្រែកលៀបហ្នឹងដែលរស់នៅជាមួយនឹងបងស្រីហ្នឹងគាត់បានប្រាប់ថាចេះឥឡូវហ្នឹងប្អូនស្រីរបស់គាត់ហ្នឹងមានអាការៈចម្លែកស្រែកចេញមកថាដូចមិនមែនជាគាត់ចឹងស្រែកថាកុំយករបស់ហ្នឹងមកដាក់ចិត្តអញក្តៅយករបស់ហ្នឹងចេញឲ្យឆ្ងាយដល់ពេលគាត់និយាយអញ្ចឹងប្រាប់ខ្ញុំតាមឆាតមកខ្ញុំស្ដាប់ឮខ្ញុំដឹងថាអូតាមពិតអាហ្នឹងគឺវិញ្ញាណខ្មោចដែលនៅក្នុងខ្លួនគាត់ខ្ញុំក៏បានប្រាប់ទៅបងប្រុសហ្នឹងគាត់ខ្ញុំថាឥឡូវបងឯងឆាតទៅហើយឲ្យបងប្អូនគាត់លួងវិញថាឥឡូវអ្នកឯងមកពីណាហើយចេញពីខ្លួនតាមស្រួលអត់បើចេញតាមស្រួលអាហ្នឹងអត់អីតែបើមិនចេញតាមស្រួលតែមកជួបគ្រូជួបអ្នកដែលគេដោះគេនឹងចាប់អ្នកឯងដើម្បីសួរចម្លើយហីប៉ុន្តែពេលហ្នឹងវិញ្ញាណខ្មោចហ្នឹងវាអត់តវាអត់ធ្វើអីទាំងអស់វាគ្រាន់តែប្រាប់ថាវាអត់ព្រមចេញហើយដល់ពេលឆាតបន្តមកទៀតគាត់បានសួរខ្ញុំថាតើយើងគួរធ្វើយ៉ាងម៉េចខ្ញុំក៏ប្រាប់ទៅបងប្រុសហ្នឹងខ្ញុំថាឥឡូវបើឯងសួរវិញ្ញាណខ្មោចហ្នឹងមើលថាតើវាមកសង្ងំនៅក្នុងខ្លួនគេហ្នឹងរយៈពេលប្រហែលឆ្នាំហើយវាមកដើម្បីអីពេលហ្នឹងគាត់សួរហើយសារសំឡេងដែលបងប្អូននៅជាមួយបងស្រីដែលគាត់ត្រូវអំពើហ្នឹងបងស្រីរបស់គាត់ហ្នឹងបានឆ្លើយមកប្រាប់តាមឆាតថាវិញ្ញាណខ្មោចហ្នឹងវាលើកដៃ7វាលើកដៃជាសញ្ញា7ចឹងវាប្រាប់ថាវាមកនៅ7ឆ្នាំហើយវាមកហ្នឹងគឺដោយសារគេធ្វើបំបែកហើយពេលហ្នឹងសួរថាអ្នកណាគេឲ្យជាអ្នកប្រើវាមកពេលហ្នឹងវាក៏បាននិយាយឈ្មោះមនុស្សម្នាក់នៅច្បារអំពើប៉ុន្តែខ្ញុំអត់បញ្ចេញឈ្មោះថាមនុស្សម្នាក់ហ្នឹងជាអ្នកណាទេជាគ្រូដែរឬក៏យ៉ាងម៉េចអត់ទេមិនមែនជាគ្រូទេគឺជាអ្នកដែលជួលគ្រូឲ្យដាក់មកលើគាត់ហ្នឹងហើយយើងសុំដាក់ឈ្មោះឲ្យគាត់ A ចាបាទហ្នឹងហើយ A ចាបុគ្គល A ហ្នឹងវិញ្ញាណខ្មោចវាបានប្រាប់ថាឈ្មោះបុគ្គល A អញ្ចឹងហើយវាប្រាប់ទាំងតកូលវាប្រាប់ទាំងឈ្មោះហើយវាប្រាប់ទាំងទីតាំងថានៅណាទៀតពេលហ្នឹងបងប្អូនរបស់គាត់ហ្នឹងក៏ search តាម Facebook មើលឃើញឈ្មោះម្នាក់ហ្នឹងពិតប្រាកដមែនដល់ពេលឃើញឡើងភ្ញាក់ផ្អើលគាត់ថាចំនេះអ្នកនៅជាប់ផ្ទះគ្នាទៅដល់ពេលហ្នឹងគាត់ក៏បាននិយាយប្រាប់ខ្ញុំគាត់ថាអ្នកដែលធ្វើអំពើដាក់គាត់ប្រើវិញ្ញាណខ្មោចហ្នឹងមកហ្នឹងគឺជាបុគ្គលដែលនៅជាប់ផ្ទះគ្នាក្បែរគ្នាកាលពីមុនប៉ុន្តែដោយសារពេលដែលបងស្រីហ្នឹងគាត់ត្រូវបែកបាក់គ្រួសារទៅគាត់ក៏ទុកផ្ទះនៅច្បារអំពើនឹងចោលហើយគាត់ទៅរស់នៅព្រែកលៀបដូរទីលំនៅបាទគាត់ដូរទីលំនៅបន្ទាប់ពីហ្នឹងមកពេលដែលបងស្រីហ្នឹងគាត់ត្រូវអញ្ចឹងហើយវិញ្ញាណហ្នឹងវាអត់ព្រមចេញខ្ញុំក៏ប្រាប់ថាឥឡូវទុកចាំមើលស្អែកសិនព្រ
ព្រោះយើងអត់ទាន់អាចធ្វើអីបានទេដោយសារវិញ្ញាណហ្នឹងវានៅក្នុងខ្លួនហើយខ្ញុំថាចាំមើលខ្ញុំសួរគ្រូរបស់ខ្ញុំបន្តសិនស្អែកឡើងបងប្រុសហ្នឹងគាត់ក៏ណាត់ខ្ញុំបងប្រុសមួយដែលគាត់នៅអូឡ িম্প ិកហ្នឹងគាត់ក៏បានណាត់ខ្ញុំគាត់ថាឥឡូវមានតែទៅជាមួយនឹងគ្នាគាត់ហៅខ្ញុំហ្នឹងជិះឡានជាមួយនឹងគាត់ទៅផែកលៀបហ្នឹងដើម្បីទៅមើលប្អូនគាត់នៅផ្ទះប៉ុន្តែចៃដន្យអីពេលដែលខ្ញុំមកដល់អូឡ িম্প ិកហ្នឹងវាខ្ទង់ម៉ោង 9 ជាងបងប្រុសហ្នឹងគាត់បានប្រាប់ខ្ញុំថាឥឡូវយើងអត់ចាំបាច់ទៅឯពួកបងស្រីហ្នឹងបានចេញពីព្រែកលៀបមកច្បារអំពៅឲ្យព្រឹកមិញគឺគាត់បានយកអារបស់ដែលជាវទៅយប់មិញហ្នឹងយកមកឲ្យជាងនៅច្បារអំពៅធ្វើស្រោបជាបតោងឲ្យគាត់ធ្វើរយៈពេលប្រហែលម៉ោងទេធ្វើហើយយកមកដាក់ជាបតោងខ្សែកតែម្ដងពេលដែលបងប្រុសហ្នឹងគាត់ខលហៅប្រាប់បងស្រីដែលត្រូវអំពើហ្នឹងនៅច្បារអំពៅហ្នឹងប្រាប់ថាអញ្ចឹងឥឡូវហ្នឹងមកផ្ទះគាត់នៅអូឡ িম্প ិកមកពេលដែលគាត់តែលឺថាមកផ្ទះគាត់នៅអូឡ িম্প ិកដើម្បីជួបខ្ញុំអញ្ចឹងជួបគាត់អញ្ចឹងអាវិញ្ញាណនៅក្នុងខ្លួនហ្នឹងវាដឹងវាចាប់ដើមរើវាធ្វើទុកវារើបំរាស់នៅក្នុងខ្លួនណាធ្វើឲ្យគាត់ពិបាកវេទនាជិះម៉ូតូពីច្បារអំពៅមកអូឡ িম্প ិកសឹងតែមិនដល់គឺធ្វើទុកលំបាកវេទនានៅក្នុងខ្លួនរបស់គាត់ឲ្យគាត់ពិបាកទ្រាំហ្មងអាការៈបែបមិនដែលគាត់បានប្រាប់បងនិយាយទៅគឺវាធ្វើឲ្យយើងនឹងឈឺវាធ្វើឲ្យយើងនឹងកុហលកាហាយពិបាកនៅក្នុងខ្លួនណាដូចអាមនុស្សមួយដែលកំពុងតែឈឺរបៀបដូចថាដូចខ្យល់កងីងើដកដង្ហើមអីអត់ចង់រួចចឹងសោះអីចឹងហ្នឹងហើយរសេះរសោះឈឺធ្វើទុកពិបាកហ្នឹងដល់ពេលមកដល់ផ្ទះចូលទៅក្នុងផ្ទះហ្នឹងពេលហ្នឹងខ្ញុំក៏អត់ទាន់ដឹងថាត្រូវធ្វើមិនដែរប៉ុន្តែខ្ញុំបានទៅជាមួយនឹងបងប្រុសហ្នឹងចូលទៅជួបបងស្រីហ្នឹងនៅក្នុងផ្ទះពេលដែលចូលទៅដល់អារម្មណ៍របស់ខ្ញុំខ្លួនឯងផ្ទាល់មកខ្ញុំគិតថាចេះចំឯងអត់ចេះគ្រូអត់ចេះអីទេហើយមកឥឡូវហ្នឹងមកជួបវិញ្ញាណខ្មោចតិចវវចេញពីគេមកចូលក្នុងខ្លួនរបស់ខ្ញុំអីអញ្ចឹងអារម្មណ៍យើងរៀងបុកពោះប៉ុន្តែយើងអាងថានៅក្នុងខ្លួនរបស់យើងគឺមានរបស់ការពារខ្លួនអីចឹងបាទវត្ថុស័ក្តិសិទ្ធិនៅជាប់ខ្លួនបាទដល់អញ្ចឹងគ្រាន់តែបើកទ្វារចូលទៅដល់ក្នុងផ្ទះបងស្រីហ្នឹងគឺអង្គុយយំក្តោបមុខខ្ទប់មួយជាងហ្មងពេលដែលខ្ញុំឃើញសភាពហ្នឹងខ្ញុំរៀងភ្ញាក់ផ្អើលដែរខ្ញុំគិតថាអូវិញ្ញាណហ្នឹងវាឃើញខ្ញុំវាខ្លាចខ្ញុំក៏បានទៅនិយាយជាមួយខ្ញុំថាឥឡូវយើងនិយាយគ្នាប៉ុន្តែកុំខ្លាចខ្ញុំព្រោះខ្ញុំអត់មានមកធ្វើអីអ្នកឯងទេប៉ុន្តែវិញ្ញាណហ្នឹងគិតតែខ្ទប់មុខនិយាយទៅវានៅក្នុងខ្លួនបងស្រីហ្នឹងគាត់អត់សូវដឹងខ្លួនប្រហែលទេអារបៀបដាក់ថាយើងដឹងខ្លួន 10% ប៉ុន្តែវិញ្ញាណហ្នឹងវាឃុំក្រងយើងវា 90% គិតតែខ្ទប់មុខហើយយំរហូតវាថាកុំចូលមកចិត្តវាប៉ុន្តែខ្ញុំក៏ហាវាខ្ញុំថាឥឡូវខ្ញុំអត់ធ្វើអីទេអ្នកឯងមកអង្គុយចុះហើយនិយាយជាមួយនឹងខ្ញុំតាមស្រួលខ្ញុំហៅ 3-4 ដងបានវិញ្ញាណហ្នឹងវានាំខ្លួនបងស្រីហ្នឹងមកអង្គុយចុះនៅលើឥដ្ឋហ្នឹងហើយនិយាយហើយសាពះពេលហ្នឹងខ្ញុំសួរចម្លើយខ្ញុំសួរថាអ្នកណាគេជាអ្នកប្រើអ្នកឯងមកពេលហ្នឹងវិញ្ញាណហ្នឹងវាក៏ប្រាប់ទីតាំងរបស់អ្នកដែលជាគ្រូធ្វើអំពើហ្នឹងប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្ជាក់ថាខ្ញុំអត់បញ្ចេញថាទីតាំងរបស់គ្រូហ្នឹងនៅកន្លែងណាទេបាទអានេះដោយសារអីនិយាយទៅគ្រូមានច្រើននៅក្នុងពេញនេះយើងមិនដឹងថាគ្រូណាល្អគ្រូណាមិនល្អអញ្ចឹងបើខ្ញុំនិយាយទៅវាប៉ះពាល់ដូចឧទាហរណ៍ថាឥឡូវខ្ញុំនិយាយទីតាំង A នៅទីតាំង A ហ្នឹងវាមានអ្នកដែលគេល្អអ្នកដែលមិនល្អនៅក្នុងហ្នឹងនិយាយទៅធ្វើឲ្យគេម៉ៃទាំងអស់ថាគ្រូម្ដុំហ្នឹងអត់ល្អសិតតែអត់ល្អហ្នឹងហើយអញ្ចឹងវាប៉ះពាល់គេច្រើនអញ្ចឹងកន្លែងនេះខ្ញុំគ្រាន់តែចង់បញ្ជាក់ថាគ្រូហ្នឹងគឺគាត់នៅពេញដែរទេប៉ុន្តែគ្រាន់តែថាខ្ញុំអត់បញ្ចេញថាទីតាំងនៅកន្លែងណាហើយពេលហ្នឹងខ្ញុំក៏បានសួរចម្លើយបន្តទៀតខ្ញុំសួរវិញ្ញាណហ្នឹងព្រោះពេលដែលវិញ្ញាណហ្នឹងនិយាយជាមួយនឹងខ្ញុំគឺខ្ញុំអាចនិយាយជាមួយដូចមនុស្សធម្មតាអញ្ចឹងគាត់ថាយើងមិនមែនមើលឃើញគាត់ក្នុងសភាពជាខ្មោចទេគឺរាងកាយជាមនុស្សប៉ុន្តែវិញ្ញាណហ្នឹងគឺនៅក្នុងខ្លួនមនុស្សនិយាយជាមួយនឹងយើងឆ្លើយឆ្លងជាមួយនឹងយើងឆ្លើយឆ្លងជាមួយនឹងយើងពេលហ្នឹងខ្ញុំក៏បានសួរថាឥឡូវគេធ្វើដាក់អ្នកឯងហ្នឹងធ្វើរបៀបម៉េចវិញ្ញាណហ្នឹងគាត់ក៏បានប្រាប់ថាគេបានយករូបរបស់គាត់ហ្នឹងយកមកចងដាក់ជាមួយនឹងក្បួនហើយរុំអំបោះហើយដោតដៃគោលពីលើរូបហ្នឹងអាហ្នឹងគឺជាក្បួនដែលគេធ្វើអំពើដាក់ដើម្បីចងវិញ្ញាណខ្មោចនៅក្នុងខ្លួនរបស់បងស្រីហ្នឹងហើយខ្ញុំសួរថាអ្នកឯងមកនៅក្នុងខ្លួនហ្នឹងយូរប៉ុណ្ណាហើយពេលហ្នឹងវាក៏បានប្រាប់ថាវិញ្ញាណហ្នឹងវាប្រាប់ថាវាមកនៅរយៈពេល7ឆ្នាំហើយខ្ញុំសួរថាចុះពេលដែលមកនៅក្នុងខ្លួនរបស់បងស្រីហ្នឹងតើជីដូនជីតាជំនាងផ្ទះរបស់គេហ្នឹងដឹងអត់ដឹងថាអ្នកឯងមកនៅក្នុងខ្លួនគេអត់ពេលហ្នឹងវិញ្ញាណហ្នឹងនិយាយប្រាប់ខ្ញុំឡើងភ្ញាក់ផ្អើលគេប្រាប់ថាជំនាងផ្ទះរបស់បងស្រីហ្នឹងគឺគ្រូនឹងចងបាត់ហើយ
គ្រូនឹងចងដោយផ្លូវមុនអាគមចងជានាងផ្ទះរបស់គាត់បាត់ហើយ ចឹងបានន័យថាគ្រូនឹងគាត់ខ្លាំងដល់ ខ្លាំងគ្រូនឹងខ្លាំងហ្នឹងហើយហើយខ្ញុំសួរថាចុះជីដូនជីតារបស់គាត់វិញ្ញាណហ្នឹងក៏ប្រាប់ថាជីដូនជីតាគឺជួយអត់បានទេមិនអាចលោកដៃជួយគាត់ក្នុងផ្លូវមុនអាគមបានទេព្រោះជីដូនជីតារបស់យើងដួងវិញ្ញាណខណ្ឌរបស់ពួកគាត់គ្រាន់តែជាព្រលឹងខ្មោចធម្មតាទេបាទអញ្ចឹងអត់មានរិទ្ធអត់មានអំណាចអីទៅការពារទៅឃុំក្រងអីកូនចៅបានទេតាក់ទងមួយផ្លូវមុនអាគមខ្ញុំនិយាយអញ្ចឹងហើយខ្ញុំក៏បានសួរបន្តទៀតពេលដែលខ្ញុំសួរខ្ញុំចម្លែកត្រង់ចំណុចមួយខ្ញុំសួរទៅវិញ្ញាណហ្នឹងចេះតែឆ្លើយបានហើយខ្ញុំអត់បានចាប់អារម្មណ៍ទេព្រោះខ្ញុំគិតថាអញ្ចឹងដោយសារខ្ញុំធ្លាប់ដឹងពីមុនមកពេលគេធ្វើអំពើភាគច្រើនគឺវិញ្ញាណខ្មោចស្រីឬមួយក៏ព្រាយស្រីបាទភាគច្រើនតែមានកូនបាទតែអញ្ចឹងទៅខ្ញុំសួរថាពេលគេប្រើអ្នកឯងមកហ្នឹងគេធ្វើមិនហើយវិញ្ញាណហ្នឹងក៏ប្រាប់ថាកូនគេប្រាប់ថាកូនរបស់គាត់ហ្នឹងកូនរបស់វិញ្ញាណហ្នឹងគឺនៅក្នុងដៃគ្រូហ្នឹងគេចាប់ចងហើយគេប្រើគាត់ដែលជាវិញ្ញាណខ្មោចហ្នឹងឲ្យមកនៅក្នុងខ្លួនបងស្រីហ្នឹងដើម្បីធ្វើឲ្យប្តីប្រពន្ធរបស់គេហ្នឹងបែកបាក់គ្នាពេលហ្នឹងខ្ញុំបានសួរថាចុះគ្រូផ្សេងហ្នឹងហេតុអីបានមិនអាចជួយគាត់បានវិញ្ញាណហ្នឹងក៏បានប្រាប់ថាបងស្រីហ្នឹងធ្លាប់ដើររកគ្រូច្រើនហើយប៉ុន្តែអត់មានគ្រូណាមួយដែលអាចរំដោះវិញ្ញាណហ្នឹងចេញពីក្នុងខ្លួនគាត់បានទេហើយពេលហ្នឹងខ្ញុំក៏បានសួរចម្លើយបន្តទៀតប៉ុន្តែខ្ញុំគ្រាន់តែលើកយកចំណុចសំខាន់មកឲ្យបងប្អូនស្ដាប់ត្រង់ចំណុចនេះថាខ្ញុំបានសួរថាពេលដែលអ្នកឯងមកនៅហ្នឹងហេតុអីបានអ្នកឯងស្លាប់ហើយមកនៅក្នុងខ្លួនរបស់គេបាទអ្នកឯងមកពីណាអីអញ្ចឹងគ្នាក៏បានប្រាប់ថានិយាយទៅលក្ខណៈទួញសោករបៀបដូចមនុស្សយើងអញ្ចឹងគ្នាទួញសោកគ្នាប្រាប់ថាគ្នាស្លាប់ហ្នឹងគឺកាលពីឆ្នាំ1990ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តនៅទឹកដីផ្លូវជាតិលេខ4នៅកំពង់សោមបាទហើយពេលដែលស្លាប់ហ្នឹងមិនមែនគាត់តែម្នាក់ឯងទេគឺគាត់មានប្រពន្ធរបស់គាត់ហ្នឹងធ្វើដំណើរជាមួយគ្នាហើយប្រពន្ធគាត់ហ្នឹងមានកូននៅក្នុងផ្ទៃដែលអត់ទាន់ចាប់កំណើតទៀតដល់អញ្ចឹងពេលដែលគ្រោះថ្នាក់ស្លាប់ទាំងអស់គ្នាហ្នឹងទាំង3នាក់គឺคล้ายទៅជាវិញ្ញាណអនាថាពេលដែលคล้ายទៅជាវិញ្ញាណអនាថាស្រេកឃ្លានអញ្ចឹងទៅគ្រូហ្នឹងគេបានរៀបសំណែនរៀបអីដើម្បីដាក់អន្ទាក់ចាប់ខ្មោចអញ្ចឹងស្រាប់តែគាត់នាំកូននាំអីរបស់គាត់ទៅស៊ីទៅគ្រូហ្នឹងគេពាត់សីមាចាប់យកគាត់ហ្នឹងយកមកប្រើហើយពេលហ្នឹងគាត់ក៏បាននិយាយគាត់ប្រាប់ថាតាមពិតគាត់អាណិតបងស្រីហ្នឹងវិញ្ញាណខ្មោចហ្នឹងគាត់មិនមែនចង់ធ្វើបាបបងស្រីហ្នឹងទេប៉ុន្តែបើសិនជាគាត់មិនធ្វើបាបគឺគ្រូហ្នឹងធ្វើបាបប្រពន្ធហើយនឹងកូនរបស់គាត់វិញប៉ុន្តែអាកន្លែងនេះគាត់អត់ទាន់និយាយប្រពន្ធកូនទេណាបាទគាត់ថាគេធ្វើបាបសាច់ញាតិរបស់គាត់កូនរបស់គាត់អីចឹងហើយខ្ញុំក៏បានសួរថាចុះគ្រូហ្នឹងមានដែលដាក់ចង់និយាយថាដាក់សំណែនដាក់អីឲ្យកូនគាត់ប្រពន្ធគាត់ស៊ីគាត់ថាគឺគេអត់មានដាក់អីឲ្យស៊ីទេតែដល់ពេលវេលាគឺតែដល់ថ្ងៃសិលគឺគេធ្វើបាបប្រពន្ធកូនរបស់គាត់ហើយដើម្បីបខំគាត់ហ្នឹងឲ្យធ្វើទុកបុកម្នេញនៅក្នុងខ្លួនរបស់បងស្រីហ្នឹងបាទហើយពេលហ្នឹងខ្ញុំក៏បានសួរថាគ្រូហ្នឹងធ្វើអីដាក់បងស្រីហ្នឹងខ្លះអំពើមុនអាគមហ្នឹងមិនមែនតែគេធ្វើដាក់ឲ្យបែកគ្នាទេវិញ្ញាណហ្នឹងក៏បានប្រាប់ថាមិនមែនត្រឹមតែចងជានាងផ្ទះហើយនឹងធ្វើបាបឲ្យប្តីប្រពន្ធគេបែកគ្នាទេគឺបានយករបស់មួយយ៉ាងទៅឲ្យមនុស្សស្រីដែលនៅជាប់ផ្ទះគាត់ហ្នឹងបោះចូលទៅក្នុងផ្ទះហ្នឹងដើម្បីធ្វើឲ្យផ្ទះហ្នឹងលក់អត់ដាច់តែម្ដងអ្នកណាមកគឺមិនអាចឃើញផ្ទះហ្នឹងហើយទិញផ្ទះហ្នឹងទេគឺវាបិទដោយសារផ្លូវមុនអាគមដែលតាមរបស់ដែលគេបោះចូលទៅក្នុងផ្ទះហ្នឹងហើយខ្ញុំសួរថាចុះម្នាក់ដែលជួលគ្រូហ្នឹងជួលអស់លុយប្រហែលព្រោះខ្ញុំចង់ដឹងពីសាច់រឿងហេតុការណ៍ដែលកើតឡើងទៅលើបងស្រីហ្នឹងវិញ្ញាណហ្នឹងវាបានប្រាប់ថាលុយគឺឲ្យមួយចំនួនប៉ុន្តែមនុស្សម្នាក់ហ្នឹងមនុស្សដែលជួលគ្រូហ្នឹងគឺបានទៅដេកជាមួយនឹងគ្រូហ្នឹងដើម្បីកុំឲ្យគ្រូហ្នឹងយកលុយច្រើនពេកគឺបានន័យថាយកខ្លួនដោះដូរទាំងខ្លួនបកគលទាំងលុយដោះដូរជាធ្នូនឹងការធ្វើឲ្យប្តីប្រពន្ធគេបែកបាក់គ្នាបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានសួរជាសំណួរសួរជាអីផ្សេងមួយចំនួនទៀតនិយាយទៅវិញ្ញាណហ្នឹងគឺអត់លាក់យើងទេព្រោះគ្នាវាចូលលក្ខណៈមួយថាដូចជាអ្នកទោសតែយើងសួរចម្លើយអញ្ចឹងអ្វីដែលគ្នាឆ្លើយបានគ្នាឆ្លើយប្រាប់យើងលាក់ទេហើយខ្ញុំក៏បានសួរសំណួរបន្ថែមទៀតខ្ញុំសួរថាចុះពេលដែលអ្នកឯងមកនៅក្នុងខ្លួនរបស់គាត់ហ្នឹង
អ្នកឯងធ្វើអីខ្លះបានធ្វើឲ្យប្តីប្រពន្ធគេទៅជាបែកបាក់គ្នា បាទ វិញ្ញាណខ្មោចប្រុសហ្នឹងក៏បាននិយាយប្រាប់ថាគឺធ្វើឲ្យឃើញមុខប្តីប្រពន្ធហ្នឹងស្អប់គ្នាហ្មង ក្តៅក្រហាយ ឃើញមុខគឺក្តៅក្រហាយឃើញមុខគឺស្អប់គ្នាហ្មងវានៅក្នុងខ្លួនរបស់បងស្រីហ្នឹងពេលដែលបងស្រីហ្នឹងឃើញមុខប្តីគឺស្អប់ប្តីហ្មងអត់មានមូលហេតុអីដែលត្រូវស្អប់ក៏ស្អប់ដែរ បាទ ហ្នឹងហើយហើយខ្ញុំក៏បានសួរថាចុះប្តីហ្នឹងមានអីនៅក្នុងខ្លួនអត់បានស្អប់មុខប្រពន្ធដូចគ្នាវិញ្ញាណហ្នឹងក៏ប្រាប់ថាប្តីហ្នឹងគឺមានកម្មួនស្នេហ៍តែគ្រូហ្នឹងឲ្យទៅម្នាក់ស្រីហ្នឹងយកទៅលាបនៅលើបងប្រុសដែលជាប្តីរបស់អ្នកត្រូវអំពើហ្នឹង បាទ លាបទៅវាធ្វើឲ្យពេលដែលគាត់ឃើញមុខប្រពន្ធគឺគាត់ស្អប់ប្រពន្ធ ក្តៅក្រហាយដូច ហ្នឹងហើយក្តៅក្រហាយដូចគ្នាតាមពិតវាដឹងរឿងច្រើនរឿងនៅក្នុងគ្រួសារហ្នឹងរឿងតាក់ទងជាមួយនឹងអ្នកដែលធ្វើអំពើដាក់ហ្នឹងដឹងច្រើនគាត់ថាពេលដែលយើងនិយាយចំណុចខ្លះយើងមិនបានចាប់អារម្មណ៍សួរប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍សួរគឺវិញ្ញាណហ្នឹងឆ្លើយប្រាប់ដឹងទាំងអស់ហើយបន្ទាប់ពីហ្នឹងមកខ្ញុំក៏ឆ្ងល់ខ្ញុំនឹកឃើញថាចេះហេតុអីបានវិញ្ញាណហ្នឹងទៅជាខ្លាចរបស់ទូចមួយហ្នឹងអាគ្រាប់ស្នែងក្បៃទូចមួយមកគ្រាប់ខ្មៅហ្នឹង បាទ ពេលហ្នឹងខ្ញុំក៏បានសួរថាចេះអ្នកឯងហេតុអីបានខ្លាចរបស់ហ្នឹងមកមែនពេលហ្នឹងវិញ្ញាណហ្នឹងក៏និយាយប្រាប់ថាអារបស់ហ្នឹងពេលដែលដាក់នៅជាប់នឹងខ្លួនគឺវាក្តៅអាលៀកដូចភ្លើងចឹងពេលដែលក្តៅកាហាយអាលៀកដូចភ្លើងគឺធ្វើឲ្យវិញ្ញាណហ្នឹងទ្រាំអត់បានហើយខ្ញុំសួរថាចុះអ្នកឯងនៅក្នុងខ្លួននេះអ្នកឯងដែលនៅក្នុងខ្លួនគាត់ហ្នឹងចង់និយាយថាមើលឃើញស្អីតាក់ទងជាមួយនឹងរបស់ហ្នឹងហេតុអីបានអ្នកឯងខ្លាចបានអ្នកឯងក្តៅ បាទ ពេលហ្នឹងវិញ្ញាណហ្នឹងក៏បានប្រាប់ថាអញ្ចឹងរបស់ដែលបងស្រីនឹងពាក់នៅជាប់នឹងខ្លួនហ្នឹងគឺមើលទៅឃើញមានវិញ្ញាណហ្នឹងនិយាយគាត់ថាជាពុទ្ធរូបពេលដែលខ្ញុំឮអញ្ចឹងខ្ញុំភ្ញាក់ផ្អើលខ្ញុំគិតថាមិនអាចទេអ្វីដែលវិញ្ញាណហ្នឹងនិយាយគឺខុសហើយពុទ្ធរូបពុទ្ធគឺមិនមែនមកសន្ធិដ្ឋនៅក្នុងរបស់របៀបហ្នឹងឯងព្រោះពុទ្ធជាតួអង្គនិយាយទៅព្រះសម្មាសម្ពុទ្ធគឺទ្រង់បរិនិព្វានគឺអត់មានអីមកនៅក្នុងរបស់បែបហ្នឹងឯងអញ្ចឹងវិញ្ញាណហ្នឹងគឺបានន័យថានិយាយខុសហើយពេលដែលខ្ញុំឮអញ្ចឹងខ្ញុំក៏សួរបញ្ជាក់ថាឥឡូវរូបរាងដែលអ្នកឯងឃើញហ្នឹងយ៉ាងម៉េចពេលហ្នឹងវិញ្ញាណហ្នឹងប្រាប់ថាអ្វីដែលគាត់ឃើញហ្នឹងគឺរូបរាងជាមនុស្សប្រុសហើយមានសម្លៀកបំពាក់បែបស្ដេចសម័យបុរាណហើយទ្រង់គ្រឿងមានអលង្ការមានមកុដមានអីអញ្ចឹងប៉ុន្តែសាច់របស់អ្នកដែលគាត់ឃើញហ្នឹងគឺពណ៌ខៀវទៅវិញមិនមែនដូចមនុស្សយើងធម្មតាអាខៀវទឹកប៊ិចបាទពេលដែលខ្ញុំឮអញ្ចឹងខ្ញុំក៏ឆ្ងល់ដែរខ្ញុំគិតថាហ្នឹងមិនមែនជាពុទ្ធរូបទេតាមពិតគឺជាបារមីជាតួអង្គអ្នកដែលថែរក្សារបស់ហ្នឹងទេហើយវិញ្ញាណហ្នឹងក៏ប្រាប់ថានៅខាងក្រោយអ្នកដែលថែរក្សារបស់ហ្នឹងនៅខាងក្រោយអ្នកដែលមានសម្លៀកបំពាក់ទ្រង់ជាស្ដេចហ្នឹងគឺមានសត្វនាគដែលមានប្រកេះច្រើននៅពីក្រោយអ្នកដែលកាន់រក្សារបស់ហ្នឹងទៀតបាទដល់អញ្ចឹងទៅពេលដែលរបស់ហ្នឹងពាក់នៅជាប់នឹងខ្លួនគឺវាធ្វើឲ្យវិញ្ញាណហ្នឹងវាខ្លាចវាក្តៅក្រហាយដោយសាររបស់ហ្នឹងអញ្ចឹងបានវារើបំរាស់ហើយអាកន្លែងចំណុចហ្នឹងដែលខ្ញុំចង់បញ្ជាក់ប្រាប់ថាហេតុអីបានកាលពីយប់ពេលដែលមនុស្សម្នាក់ហ្នឹងបងស្រីម្នាក់ហ្នឹងគាត់កាន់របស់ហ្នឹងគាត់ទៅជាក្តៅគាត់ទៅជាកាច់គឺដោយសារតែរបស់ហ្នឹងវាមានអីកាន់ថែរក្សានៅក្នុងហ្នឹងបាទអាហ្នឹងជាអ្វីដែលខ្ញុំចង់បញ្ជាក់ហើយបន្ទាប់ពីហ្នឹងមកពេលដែលអង្គុយនិយាយសុកទៅខ្ញុំក៏បាននឹកឃើញថាឥឡូវមានតែវិធីមួយទេខលទៅគ្រូរបស់ខ្ញុំពេលដែលខលទៅគ្រូរបស់ខ្ញុំហ្នឹងគាត់ក៏បានប្រាប់ថាឲ្យខ្ញុំហ្នឹងយកកម្មួនសម្រាប់ដោះភាសាអំពើហ្នឹងឲ្យបងស្រីហ្នឹងលាបពីលើក្បាលហើយបើមិនអញ្ចឹងទេឲ្យលេបដើម្បីបខំវិញ្ញាណហ្នឹងឲ្យចេញពីខ្លួនបើមិនអញ្ចឹងទេវិញ្ញាណហ្នឹងនៅតដប្រកាច់ប្រកាន់នៅក្នុងហ្នឹងគឺអត់ព្រមចេញទេបាទពេលហ្នឹងខ្ញុំក៏ខ្វេះឲ្យកម្មួនភាសាអំពើហ្នឹងមកដុំចុងម្រាមដៃហ្នឹងខ្ញុំហុចទៅឲ្យហើយខ្ញុំប្រាប់ថាឥឡូវលេបកម្មួនហ្នឹងអ្នកឯងលេបកម្មួនហ្នឹងដើម្បីរំដោះវិញ្ញាណចេញពីក្នុងខ្លួនពេលហ្នឹងវិញ្ញាណហ្នឹងបងស្រីហ្នឹងគាត់នៅដឹងខ្លួនខ្លះអាការៈគាត់ដូចថាដឹងមកផ្លែតអត់ហ្នឹងហើយវិញ្ញាណឃុំក្រងរាងកាយគាត់ខ្លះប៉ុន្តែគាត់នៅដឹងខ្លួនខ្លះពេលហ្នឹងវិញ្ញាណហ្នឹងទាញដៃបងស្រីហ្នឹងទាញមិនឲ្យលូកមកយកកម្មួនហ្នឹងឯងតែពេលដែលបងស្រីហ្នឹងគាត់នៅដឹងខ្លួនគាត់ព្យាយាមលូកដៃរបស់គាត់ហ្នឹងមកយកទទួលយកកម្មួនពីដៃរបស់ខ្ញុំហ្នឹងបៀកបន្តហ្នឹងហើយគាត់បៀកប៉ះអាកម្មួនហ្នឹងគឺស្រែកតៅប្រកាច់ប្រកិនហើយព្យាយាមដៃមកខាងអញ្ចឹង
គឺបានន័យថាដៃមួយខាងជាអ្នកបខំដៃមួយខាងដូចដៃរបស់យើងមិនមែនជារបស់យើង ហ្នឹងហើយ ជាយាមលូកដាក់ចូលទៅក្នុងមាត់គាត់ដាក់ចូលទៅក្នុងមាត់ព្រាមគឺក្តៅប្រកាច់ប្រកិនធ្វើឲ្យគាត់ស្លាប់បន្ទាប់ពីនឹងមកគឺបងប្អូនរបស់គាត់ហ្នឹងបានមកច្បាច់ដៃច្បាច់ជើងព្រោះមនុស្សស្លាប់ខ្ញុំក៏អត់ដឹងត្រូវធ្វើមិនដែរច្បាច់ដៃច្បាច់ជើងឲ្យគាត់ទៅគាត់ក៏ដឹងខ្លួនពេលដែលគាត់ដឹងខ្លួនពួកខ្ញុំហ្នឹងក៏បាននិយាយជាមួយនឹងគាត់មកសតុះនិយាយចុះនិយាយឡើងទៅខ្ញុំក៏បានបង្ហាញរូបថតរបស់មនុស្សស្រីដែលធ្វើអំពើដាក់គាត់ហ្នឹងខ្ញុំបង្ហាញថាចេះបងមុនហ្នឹងមិនមានដឹងខ្លួនអត់គាត់ថាគាត់អត់ដឹងខ្លួនថាគាត់និយាយអីខ្លះទេព្រោះពេលហ្នឹងគឺវិញ្ញាណខ្មោចជាអ្នកឃុំគ្រងរាងកាយរបស់គាត់បាទគាត់អត់ដឹងខ្លួនទេហើយខ្ញុំសួរគាត់ថាបាយស្គាល់រូបមនុស្សស្រីម្នាក់នេះអត់ពេលហ្នឹងគាត់ឡើងភ្ញាក់ផ្អើលគាត់ថាចំហើយហេតុអីបានខ្ញុំស្គាល់ម្នាក់ស្រីហ្នឹងចុះយើងរករូបថតបានពីណាបង Facebook Facebook ហើយយើង print ចេញមកអត់ print ទេព្រោះនៅក្នុងអេក្រង់ទូរស័ព្ទអូយើងបើកពីទូរស័ព្ទហ្នឹងបាទពេលដែលសួរគាត់ទៅគាត់ក៏ភ្ញាក់ផ្អើលគាត់ក៏រៀបរាប់ប្រាប់ថាតែពិតមនុស្សស្រីម្នាក់ហ្នឹងគឺជាអ្នកដែលរស់នៅជាប់ផ្ទះគាត់ផ្ទះគាត់កាលពីមុនហ្នឹងហើយធ្លាប់ចាប់បានថាមនុស្សស្រីហ្នឹងមានទំនាក់ទំនងជាមួយនឹងប្តីរបស់គាត់បាទហើយគាត់បានប្រាប់គាត់ថាយើងមានប្តីប្រពន្ធរៀងខ្លួនហើយបងឯងកុំមកពាក់ព័ន្ធជាមួយនឹងប្តីរបស់ខ្ញុំបាទដល់ពេលហើយគាត់មិននឹកស្មានថាមនុស្សស្រីហ្នឹងមានពាក់ព័ន្ធទៅលើផ្លូវមុនអាគមធ្វើអំពើធ្វើអីដាក់គាត់ទេព្រោះគាត់រៀបរាប់ដំណើរសាច់រឿងគឺគាត់ពីមុនគាត់ធ្វើការនៅកូរ៉េប្តីគាត់នៅខ្មែរតែពេលដែលប្តីគាត់នៅខ្មែរហ្នឹងគឺបានចង់និយាយថាផ្ទះនៅជិតគ្នាបាទលួចអញ្ចឹងចេះតែទីផឹកអីជាមួយគ្នាចលឡើងកដាលយកទៅចេះមានតំណែងតំណងយូរទៅវាទៅជាការស្រឡាញ់គ្នាដល់ពេលស្រឡាញ់គ្នាម្នាក់ស្រីហ្នឹងមានកូនមានប្តីហើយប៉ុន្តែមកតំណែងតំណងជាមួយនឹងគាត់ដល់ពេលបងស្រីនោះមកចាប់បានទៅហាមថាមិនឲ្យមានតំណែងតំណងតែមនុស្សស្រីហ្នឹងវាខឹងដល់ពេលវាខឹងវាទៅរកគ្រូហ្នឹងដើម្បីធ្វើអំពើដាក់គាត់ហ៊ានឲ្យទាំងខ្លួនទៅកាន់គ្រូទៀតហ៊ានឲ្យទាំងខ្លួនទៅកាន់គ្រូទាំងដែលខ្លួនឯងមានទាំងកូនមានទាំងប្តីទៀតបាទយកបាទហើយពេលហ្នឹងបងស្រីហ្នឹងក៏គាត់ប្រាប់ថាគាត់អត់នឹកស្មានថាមនុស្សស្រីហ្នឹងធ្វើបែបហ្នឹងដាក់គាត់ទេបាទពួកគាត់និយាយទៅគាត់អត់ទៅជឿរឿងអំពើរឿងមុនអាគមអីអស់ហ្នឹងទេហើយវិញ្ញាណខ្មោចហ្នឹងបានប្រាប់ថាអញ្ចឹងបងស្រីហ្នឹងគាត់ slow boat គាត់អាណិតហើយមនុស្សស្រីដែលធ្វើអំពើដាក់គាត់ហ្នឹងគឺដោយសារតែការចំណែនឃើញគេនេះស្អាតជាងឃើញគេនេះប្តីប្រពន្ធគេស្រឡាញ់គ្នារស់នៅខួសាកុំតាមជាងដល់ពេលអញ្ចឹងមានចិត្តកើតចិត្តចំណែនមួយគឺធ្វើឲ្យប្តីប្រពន្ធគេបែកបាក់គ្នាហើយព្យាយាមតាក់ទងប្តីរបស់គេបាទអាហ្នឹងគឺជារឿងតែកើតឡើងតែវិញ្ញាណហ្នឹងប្រាប់ចុះចេះដែរបងប្តីម្នាក់ស្រីហ្នឹងគាត់បានដឹងអត់ដឹងទេហ្នឹងហើយព្រោះបងស្រីដែលគាត់រស់នៅកូរ៉េអត់បានផ្ដល់ព័ត៌មានហ្នឹងទៅកាន់ប្តីម្នាក់ស្រីហ្នឹងហើយគាត់ថាគាត់មិនចង់ឲ្យបែករឿងវែងឆ្ងាយវាប៉ះពាល់ដល់អ្នកជិតខាងអីចឹងគាត់គ្រាន់តែនិយាយគាត់ថាកុំឲ្យពាក់ព័ន្ធជាមួយនឹងប្តីរបស់គាត់តែប៉ុណ្្នឹងទេចឹងបានន័យថាគ្រាន់តែប្រាប់គេហើយក៏រឿងហ្នឹងបញ្ចប់ត្រឹមហ្នឹងគាត់ស្មានចប់រឿងឡើងអីគាត់គិតថារឿងហ្នឹងគឺវាចប់ប៉ុណ្្នឹងប៉ុន្តែមិននឹកស្មានថាមនុស្សស្រីហ្នឹងទៅរកគ្រូដើម្បីធ្វើដាក់គាត់យោបាទហ្នឹងហើយតែរឿងហ្នឹងអត់ទាន់ចប់ត្រឹមហ្នឹងទេដល់ពេលហើយខ្ញុំក៏បានសួរបន្តនិយាយចុះនិយាយឡើងទៅស្រាប់តែវិញ្ញាណខ្មោចហ្នឹងគាត់និយាយគាត់ថាចេះពេលខ្លះដើរតាមផ្លូវអញ្ចឹងមានគេបុកចូលក្នុងខ្លួនពេលដែលខ្ញុំស្ដាប់ចំណុចហ្នឹងខ្ញុំឡើងឆ្ងល់ខ្ញុំឡើងភ្ញាក់ខ្ញុំសួរថាបុកចូលយ៉ាងម៉េចស្អីគេមានបញ្ហាអីយ៉ាងម៉េចគាត់ក៏ប្រាប់ថាចេះនៅក្នុងខ្លួនរបស់បងស្រីហ្នឹងមិនមែនមានតែវិញ្ញាណខ្មោចប្រុសហ្នឹងម្នាក់ទេខ្ញុំឮអញ្ចឹងខ្ញុំឡើងភ្ញាក់ព្រឺតអញ្ចឹងខ្ញុំក៏សួរថាហើយអញ្ចឹងនៅក្នុងខ្លួនហ្នឹងនៅមានប្រមាណវិញ្ញាណហ្នឹងក៏ប្រាប់ថានៅសល់តែគាត់មួយហ្នឹងទេនៅសល់តែខ្លួនគាត់ហ្នឹងមួយណាវិញ្ញាណដែលគេចងហ្នឹងហើយខ្ញុំសួរថាចុះពីមុនហ្នឹងមានប្រមាណគាត់ថាមាន5ទៀតអញ្ចឹងសរុបទាំងគាត់ទៀតគឺ6បាទអា5ក្បាលនោះគឺចេញអស់ការវិយប់មិញហីខ្ញុំសួរថាចេញដោយវិធីណាគឺចេញនៅពេលដែលបងស្រីហ្នឹងគាត់មកវិភេកលៀបមកយករបស់ហ្នឹងពីបងថ្លៃគាត់នៅអូឡ িম্প ិកនេះគាត់តែកាន់របស់ហ្នឹងភ្លាមហើយវិញ្ញាណ5ក្បាលនោះផ្អើលចេញពីក្នុងខ្លួនអស់លីងដោយសារវាអត់ជាប់ចំណងបាទនិយាយទៅយើងលើកឧទាហរណ៍ប្រៀបធៀបដូចមន់ដែលយើងបាចឲ្យស៊ីស្រូវអាមន់មួយគេចងជាប់ជាមួយនឹងចម្រឹងជាមួយនឹងអីមួយអញ្ចឹងចងជើងជាប់ហ្នឹងហើយផ្សេងវាអត់ដល់ពេលយើងហ្នឹងហើយដល់ពេលយើងបង្អើលទៅផ្សេងវាផ្អើលអស់វានៅអាមួយហ្នឹងវានៅតដប្រកាច់ប្រកិននៅក្នុងខ្លួនហ្នឹងគេចងឲ្យនៅហ្នឹងហើយដល់អញ្ចឹងវិញ្ញាណហ្នឹងប្រាប់ថានៅក្នុងខ្លួនហ្នឹងគឺមានដល់ទៅ6ក្បាលទាំងវាហ្នឹងតែផ្សេងទៀតគឺវាចេញអស់ហើយនៅសល់តែខ្លួននឹងមួយទេហើយខ្ញុំក៏បានវល់ខ្ញុំថាចេះឥឡូវអ្នកឯងចេញទៅកុំឲ្យជួបគ្រូខ្ញុំព្រោះគ្រូខ្ញុំបើជួបអាហ្នឹងគឺពិបាកហើយគ្នាក៏ប្រាប់ថាគ្នាចេញអត់រួចទេដោយសារអីគឺជាប់ចំណងមុនអាគមហ្នឹងហើយខ្ញុំក៏
ខ្ញុំក៏និយាយថាចេះឥឡូវបើអ្នកឯងចេញតាមស្រួលពេលដែលបងស្រីនឹងគាត់ជាខ្ញុំនឹងប្រាប់គាត់ឲ្យធ្វើបុណ្យឧទ្ទិសកុសលឲ្យអ្នកឯងប៉ុន្តែវិញ្ញាណនឹងវល់ខ្ញុំវិញថាស្ពះខ្ញុំថាចេញអត់រួចទេហើយដល់ពេលហើយខ្ញុំប្រាប់ថាឥឡូវបើអ្នកឯងចេញខ្ញុំឲ្យបងស្រីនឹងធ្វើបុណ្យឧទ្ទិសឲ្យហើយអ្នកឯងអាចចាប់ជាតិចាប់កំណើតឲ្យពេលហ្នឹងវិញ្ញាណនឹងក៏ប្រាប់ឈ្មោះរបស់គាត់ប្រាប់ថាគាត់ឈ្មោះអីប្រពន្ធគាត់ឈ្មោះអីប៉ុន្តែកូនអត់មានឈ្មោះទេព្រោះអីកូននៅក្នុងនឹងអត់បានដាក់ឈ្មោះបាទហ្នឹងហើយតែផ្លែកដោយសារធម្មតាវិញ្ញាណអត់អាចប្រាប់ឈ្មោះខ្លួនឯងទៅកាន់គ្រូកើតទេមិនអញ្ចឹងហ៎បងអត់ទេតាមពិតដោយសារយើងដូចថាយើងលួងយើងចង់ឲ្យវិញ្ញាណនឹងចេញដល់អញ្ចឹងទៅយើងសន្យាថាយើងនឹងធ្វើបុណ្យឲ្យព្រោះការធ្វើបុណ្យបើយើងហៅឈ្មោះមិនចំគឺអត់បានទទួលផលបុណ្យទេបាទអញ្ចឹងគ្នាខ្លាចគ្នានឹងអត់បានទទួលផលបុណ្យបានខំប្រាប់ឈ្មោះពិតហើយនឹងឈ្មោះរបស់ប្រពន្ធពិតប្រកបមកឲ្យទៀតហ្នឹងហើយដើម្បីពេលដែលយើងធ្វើបុណ្យទៅកសលដល់ហ្នឹងហើយគាត់បានទទួលផលបុណ្យហ្នឹងបាទហ្នឹងហើយហើយខ្ញុំក៏បានសួរខ្ញុំនឹកឃើញថាចេះវិញ្ញាណនេះស្លាប់តៃហោអាណាថាពេលលោកមានសាច់ញាតិនៅរស់អីចឹងខ្ញុំក៏បានសួរថាចុះរាល់ថ្ងៃនេះអ្នកឯងនៅមានសាច់ញាតិអត់បាទគាត់ក៏ប្រាប់ថារាល់ថ្ងៃនេះឪពុកគាត់នៅមានជីវិតអត់ទាន់ស្លាប់ទេឪពុកគាត់ខ្ញុំអត់និយាយឈ្មោះទេប៉ុន្តែគឺអាយុ80ឆ្នាំហើយប្រាប់ឈ្មោះឪពុកគាត់ប្រាប់ឈ្មោះឪពុកហើយម្ដាយគាត់ស្លាប់បាត់ហើយគាត់ថាគាត់មានបងប្អូន5នាក់គាត់ជាកូនទី3ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បងប្អូននៅរស់ប៉ុន្តែគេអត់ដឹងថាគាត់គឺជាខ្មោចអនាថាទេគេគិតថាគាត់នឹងទៅចាប់ជាតិចាប់កំណើតបាត់ហើយយល់បាទហើយខ្ញុំសួរថាអញ្ចឹងបងប្អូនដែលធ្វើបុណ្យឲ្យគាត់ថាពីមុនគេធ្លាប់ធ្វើបុណ្យឲ្យគាត់ដែរប៉ុន្តែធ្វើមកគឺគាត់អត់បានទទួលទេពេលដែលជាប់ចំណងមុនអាគមនៅក្នុងដៃរបស់គ្រូបុណ្យកុសលដែលធ្វើបញ្ជូនមកឲ្យទាំងប្រមាណគឺអត់មានបានទទួលអីទាំងអស់ដូចខ្លានិយាយទៅថាដូចខ្លានៅក្នុងទ្រុងហើយគេបោះសាច់ឲ្យស៊ីនៅខាងក្រៅទ្រុងនេះគេនៅក្បែរនៅក្នុងទ្រុងហ្នឹងប៉ុន្តែអ្វីដែលត្រូវទទួលគឺអត់បានហ្នឹងហើយតែបើវិញ្ញាណហ្នឹងនៅជាអនាថាដែលមិនទាន់ជាប់មុនអាគមមិនទាន់នៅក្នុងដៃគ្រូធ្វើបុណ្យគឺទទួលបានយកបងយកបាទហើយបន្ទាប់ពីនឹងមកទៀតគាត់ក៏បានរៀបរាប់ប្រាប់ពីគ្រូសារបស់គាត់ហ្នឹងថាគាត់មានបងប្អូនប្រហែលនេះអីប្រហែលនេះអញ្ចឹងណាហើយខ្ញុំក៏បានប្រាប់ថាឥឡូវអ្នកឯងនៅក្នុងខ្លួនគាត់ក៏នៅសិនចុះរងចាំពេលដែលគ្រូខ្ញុំឡើងមកចាំអ្នកឯងនាំបងស្រីហ្នឹងមកជួបប៉ុន្តែហាមធ្វើទុកបុកម្នេញគាត់ហើយពេលហ្នឹងវិញ្ញាណហ្នឹងក៏ប្រាប់ថាគាត់អាណិតតាមពិតពេលខ្លះគាត់ថាពេលដែលបងស្រីហ្នឹងវិញ្ញាណហ្នឹងឃើញបងស្រីហ្នឹងព្យាយាមលក់ដូររ៉ូស៊ីគាត់ប្រាប់ថាគាត់ព្យាយាមហៅអូសទាញភ្ញៀវឲ្យមកទិញគឺវិញ្ញាណខ្មោចនៅក្នុងខ្លួនហ្នឹងជាអ្នកជួយគាត់ទៅវិញប៉ុន្តែគឺគាត់ត្រូវតែធ្វើបាបបងស្រីហ្នឹងដោយសារតែគ្រូគេបខំតែចិត្តរបស់គាត់ដែលជាវិញ្ញាណខ្មោចអនាថាគាត់មិនបានទៅចង់ធ្វើបាបចងកម្មពីអីជាមួយនឹងបងស្រីហ្នឹងទេបាទយល់តាមពិតរបៀបចេះដឹងថាឥឡូវថ្ងៃធម្មតាហៅភ្ញៀវឲ្យមកឲ្យជួយចូលទិញអីអញ្ចឹងទៅហ្នឹងហើយបន្ទន់ចិត្តភ្ញៀវអញ្ចឹងប៉ុន្តែបែរជាថ្ងៃសិលគ្រូប្រាប់មកឲ្យត្រូវធ្វើបាបហ្នឹងហើយត្រូវតែធ្វើបាបខលកាហាយរកស៊ីមិនបានអីចឹងទៅប៉ុន្តែបញ្ចប់ពីថ្ងៃសិលមកជួយហៅភ្ញៀវបន្ទន់ចិត្តភ្ញៀវអីធម្មតាវិញបាទហ្នឹងហើយយល់វិញ្ញាណហ្នឹងប្រាប់ខ្ញុំទៀតថាជិតដល់ម៉ោងហើយខ្ញុំសួរថាជិតដល់ម៉ោងអីគេប្រាប់ថាបើបន្តិចទៀតគ្រូនឹងសមាធិគឺនឹងអាចមើលឃើញពួកខ្ញុំស្ដាប់ឮនៅអ្វីដែលពួកខ្ញុំនិយាយជាមួយនឹងគាត់ភាសាគ្នាហ្នឹងហើយខ្ញុំក៏ប្រាប់ថាអញ្ចឹងអត់អីខ្ញុំត្រឡប់ទៅវិញហើយប៉ុន្តែកុំធ្វើបាបបងស្រីហ្នឹងឲ្យអ្នកឯងនៅសិនចុះប៉ុន្តែខ្ញុំនឹងព្យាយាមរកវិធីជាមួយនឹងគ្រូខ្ញុំដើម្បីរំដោះនិយាយទៅធ្វើអត់ដឹងខ្លួនសិនហ្នឹងហើយអូខេយល់ហើយបន្ទាប់ពីហ្នឹងមកនិយាយទៅបងស្រីហ្នឹងក៏គាត់លែងធ្វើទុកលែងឈឺចាប់អីទៅបានន័យថាវិញ្ញាណទាំងអស់ហ្នឹងគាត់វិញ្ញាណខ្មោចហ្នឹងគឺគាត់ទទួលគាត់យល់ព្រមគឺគាត់មិនធ្វើទុកបុកម្នេញអីមកលើបងស្រីហ្នឹងរងចាំលោកគ្រូបងមកតង់ទៀតប៉ុន្តែរាល់ថ្ងៃគឺចង់និយាយថាចេះវិញ្ញាណហ្នឹងគឺមិនបានទៅធ្វើបាបអីគាត់ទេប៉ុន្តែមានតែជួយគាត់ថាដោយសារតែបងស្រីហ្នឹងគាត់មិនព្រមមកជួបគ្រូខ្ញុំដល់អញ្ចឹងទៅគឺយើងមិនអាចមានវិធីក្នុងការជួយបានពីចម្ងាយទេគាត់ថារាល់ថ្ងៃវិញ្ញាណនៅក្នុងខ្លួនប៉ុន្តែគឺមិនបានធ្វើបាបមិនបានធ្វើទុកបុកម្នេញអីទៅលើគាត់ទៅលើបងស្រីហ្នឹងទេបាទបងស្រីអូត្រូវឲ្យបងបានបញ្ជាក់ដែរថាបងស្រីគាត់អត់សូវជឿខាងយ៉ាងចឹងទេហ្នឹងហើយបងស្រីហ្នឹងគឺគាត់អត់ជឿទេព្រោះវិញ្ញាណហ្នឹងប្រាប់តែម្ដងថាបងស្រីហ្នឹងគឺគាត់អត់ចេះជឿអីទេនៅក្នុងផ្ទះរបស់គាត់គឺមានតែជំនាងផ្ទះមួយគត់ហើយជំនាងផ្ទះហ្នឹងគឺគេចងទៀតអញ្ចឹងហើយបានជាពេលដែលគេធ្វើអីដាក់គាត់គឺងាយហ្មងត្រូវភ្លាមហ្មងយល់បាទហើយវិញ្ញាណហ្នឹងប្រាប់ថាអញ្ចេះទៀតថា
មានគ្រូចិនសែដែលព្យាយាមទៅរំដោះផ្ទះហ្នឹងព្រោះពេលដែលលក់ផ្ទះហ្នឹងអត់ដាច់ផ្ទះហ្នឹងលក់អត់ដាច់គឺបងស្រីហ្នឹងគាត់បានព្យាយាមរកគ្រូចិនសែដើម្បីធ្វើមិនឲ្យជួយឲ្យផ្ទះហ្នឹងលក់ដាច់ប៉ុន្តែគ្រូចិនសែក៏អត់ដោះចេញដែរបាទដោយសារអាហ្នឹងគឺតាក់ទងជាមួយនឹងមុនអាគមតាក់ទងជាមួយនឹងវិញ្ញាណដែលនៅឃុំក្រងផ្ទះហ្នឹងអញ្ចឹងវាថាផុតដៃគ្រូចិនសែផុតកាតព្វកិច្ចគ្រូចិនសែអញ្ចឹងហ្នឹងហើយនិយាយទៅអាកន្លែងនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាចេះផ្ទះមួយចំនួនដែលលក់អត់ចេញគឺវាពាក់ព័ន្ធជាមួយនឹងអមនុស្សជាមួយនឹងមុនអាគមបើគេចង់ធ្វើឲ្យយើងលក់មិនដាច់គេធ្វើតែស្អីមួយបោះឡើងលើដបូលឬមួយក៏បោះចូលទៅក្នុងផ្ទះឬមួយក៏កប់នៅក្នុងផ្ទះរបស់យើងគឺវេទនីទេអាហ្នឹងមិនងាយទេហើយបើតលតែគ្រូខ្លាំងដែលអាចទៅប្រសាបរបស់នឹងបានលក់ចេញហើយទៅរកគេកប់គេបោះឲ្យបើរកមិនឃើញតលតែមានវិធីប្រសាបបានបាទឧទាហរណ៍ថាក្នុងរង្វង់ដីក្បាល5បដោយ20អញ្ចឹងបើរកថារបស់នឹងនៅកន្លែងណាមិនឃើញទេគឺតលតែមានវិធីរងាប់ដីហ្នឹងកុំឲ្យកថាហ្នឹងវាមានអតិពលមានអីមកបិទបាំងផ្ទះហ្នឹងបានអាហ្នឹងមិនអាចធ្វើឲ្យផ្ទះហ្នឹងលុបចេញព្រោះរាប់លឺគេថារកអត់ឃើញអញ្ចឹងតោយកអ្នកខ្លះគេមានវិធីណាតែគ្រាន់វិធីដែលខ្ញុំរាប់លឺហ្នឹងគឺយកឈាមឆ្កែខ្មៅបាចទៅពេញទេអីអញ្ចឹងទៅបាចពេញដីពេញអីហ្នឹងទៅបើបាចពេញដីវាអាចនឹងសាបកថាហ្នឹងប៉ុន្តែបើសិនជាមិនសាបឧទាហរណ៍ថាគេបោះឡើងលើដំបូលផ្ទះបាចមិនក៏អត់សាបដែរហ្នឹងហើយតាមវិធីគេមានច្រើនវិធីតែវិធីដែលខ្ញុំធ្លាប់ឮពីមុនមកអញ្ចឹងណាបើគ្រូខ្លះទៀតគេចូលទៅដល់ក្នុងផ្ទះហ្នឹងគឺគេអាចនិយាយចរចាជាមួយនឹងពួកអមនុស្សបានគឺគេដឹងហ្មងថាទីតាំងរបស់ហ្នឹងនៅណាបាទពួកខ្ញុំធ្លាប់មានស្គាល់មនុស្សម្នាក់អូនហ្នឹងអាយុ6ឆ្នាំឯងប៉ុន្តែភ្នែករបស់គាត់អ្នកទាំងអស់គ្នាបើថាអ្នកនឹងមានកូនគឺគាត់មើលទៅឃើញហ្មងហើយបើសិនជាមនុស្សម្នាក់នឹងមានវិញ្ញាណមានអីនៅក្នុងខ្លួនក៏គាត់មើលឃើញដែរក្នុងផ្ទះយើងនៅកន្លែងណាមានអ្វីមិនល្អគឺកូននឹងភ្នែករបស់គាត់មើលឃើញហើយតំវ័យ6ឆ្នាំ6ឆ្នាំឯងនិយាយទៅសាច់រឿងនេះចាំខ្ញុំបញ្ជាក់ពេលក្រោយប៉ុន្តែគាត់ថាគាត់ជាមនុស្សពិសេសម្យ៉ាងដោយសារគាត់មានអមនុស្សនៅជាមួយនឹងគាត់ដែលជួយប្រាប់គាត់ហើយធ្វើឲ្យគាត់មានសមត្ថភាពពិសេសលើសមនុស្សធម្មតាបាទអូខេអាហ្នឹងចាំយើងរឿងបន្តឥឡូវយើងបកមករឿងបងស្រីសិនយើងបញ្ចប់រឿងបងស្រីមើលសិនហ្នឹងហើយអញ្ចឹងបងស្រីសាប់ថ្ងៃនេះគាត់អត់បានទៅរកគ្រូធំរបស់បងអីយើងនិយាយគ្រូធំទៅស្រួលយល់អញ្ចឹងគាត់អត់បានទៅជួបគ្រូធំទេប៉ុន្តែរាល់ថ្ងៃនេះគាត់រស់នៅសុខសប្បាយធម្មតាហ្នឹងហើយគឺគាត់រស់នៅសុខសប្បាយធម្មតាគាត់ថាអានេះយើងមិនដឹងទៅធ្វើម៉េចបើសម័យខ្លួនរបស់គាត់ហ្នឹងគាត់មិនសូវជឿដែរហ្នឹងហើយគាត់មិនបានមកជួបយើងដើម្បីឲ្យយើងជួយគាត់ដែរអញ្ចឹងមានតែទុកតាមហ្នឹងព្រោះការជួយមិនមែនគេឈឺគេមានបញ្ហាយើងទៅបខំគេទេយើងស្ម័គ្រចិត្តបាទគឺតើតែគេស្ម័គ្រចិត្តដែរយើងជួយដែរចុះចំណែកឯប្តីគ្រួសារគាត់ហ្នឹងត្រូវគ្នាវិញបែកបាក់គ្នាហើយខ្ញុំបានសួរដែរថាចុះម្នាក់ស្រីដែលធ្វើអំពើដាក់បងស្រីហ្នឹងនៅមានតំណែងតំណងមួយបងប្រុសហ្នឹងអត់វិញ្ញាណហ្នឹងក៏ប្រាប់ថាគឺអត់មានតំណែងតំណងគ្នាទៀតទេព្រោះបងប្រុសហ្នឹងបានចាក់ចេញពីម្នាក់ស្រីហ្នឹងទៅហើយប៉ុន្តែមនុស្សស្រីម្នាក់ហ្នឹងនៅទៅតំណែងតំណងជាមួយនឹងគ្រូហ្នឹងនៅអាសាលួចទៅដេកមួយគ្រូហ្នឹងម្ដងម្កាលទៀតនិយាយទៅតាក់តងគ្នាហ្មងហ្នឹងហើយយល់តែគាត់ថាមិនតាក់ទងស្នេហារបៀបដូចថាកាត់កងហ្នឹងហើយកាត់កងមានការពឹងពាក់អីចឹងទៅដេកជាមួយនឹងគ្រូហ្នឹងកាត់កងប៉ុន្តែកន្លែងនេះដូចខ្ញុំបញ្ជាក់ប្រាប់បងប្អូនចឹងខ្ញុំអត់និយាយថាគ្រូហ្នឹងនៅកន្លែងណាហើយចង់បញ្ជាក់ថាគ្រូមិនមែនសុទ្ធតែជាមនុស្សបែបហ្នឹងទាំងអស់ទេគ្រូខ្លះគឺគេត្រឹមត្រូវគេល្អគេប្រកាន់ភ្ជាប់នូវភាពសុចរិតទៀងត្រង់តែគ្រូមួយចំនួនព្រោះតែលៀបសការៈព្រោះតែនិយាយទៅជាហាន់លុយចុះគឺគាត់ហ៊ានធ្វើអារឿងទាំងអស់ហ្នឹងខុសដោយគាត់មិនគិតថាបាបកម្មកើតឡើងចំពោះគាត់ហ្នឹងដោយសារចំណុចហ្នឹងឯងបានធ្វើឲ្យការជឿរបស់ប្រជាពលរដ្ឋយើងអស់ជំនឿលើគ្រូខ្មែរពេកខ្លះណាមួយចំនួនដូចខ្ញុំអីខ្ញុំខ្លាចនឹងទៅទាយទៅអីព្រោះខ្ញុំខ្លាចទៅឲ្យគេទាយយើងប្រាប់ខែឆ្នាំប្រាប់អីហើយអស់ទាយហើយមកគ្រូដែលយើងទៅទាយហ្នឹងមកធ្វើបាបយើងវិញអញ្ចឹងខ្ញុំជ្រុលខ្ញុំដកខ្លួនជិះឆ្ងាយហ្មងនិយាយទៅមនុស្សបើសិនជាយើងជឿយើងត្រូវជឿដោយការពិចារណាមិនមែនថាអូគេនិយាយឆ្វេងស្ដាំគ្រូប្រាប់ថាយ៉ាងម៉េចគឺជឿអញ្ចឹងទេព្រោះដូចខ្ញុំជាដើមខ្ញុំថាខ្ញុំមិនមែនជាមនុស្សដែលជឿទៅលើរឿងអស់នឹងងប់ងល់ទេហើយមនុស្សដែលគាត់មករកខ្ញុំគឺខ្ញុំតែងតែប្រាប់ថាអ្នកទាំងអស់គ្នាមិនទាន់ចាំបាច់ជឿសម្ដីខ្ញុំឬមួយក៏ជឿសម្ដីអ្នកណាទេប៉ុន្តែរៀនសង្កេតមើលព្រោះទង្វើសម្ដីវាស៊ីគ្នាអានឹងចាំយើងស្ដាប់ចាំយើងជឿគេបាទតែបើសិនជានិយាយផ្សេងទង្វើផ្សេងអ្នកទាំងអស់គ្នាមិនបាច់ជឿទេYes
អ្នកអស់គ្នាបានស្ដាប់ហើយនេះគឺជាសាច់រឿងទី1ដែលបងប្រុសគាត់បានចែកម្លែកហើយអ្នកអស់គ្នាយល់ឃើញមិនដែរបើនិយាយពីរឿងគួរឲ្យខ្លាចមិនគួរឲ្យខ្លាចទេដោយសារនេះជារឿងអបិយជំនឿអាគមអ៊ំអានអីចឹងទេហើយកម្មវិធីរបស់យើងក៏អត់ជំរុញឲ្យអ្នកទាំងអស់គ្នាជឿដែរកម្មវិធីរបស់យើងគ្រាន់តែបង្កើតឡើងដើម្បីឲ្យអ្នកទាំងអស់គ្នាបានស្ដាប់កំសាន្តទេព្រោះអ្នកខ្លះគាត់ចូលចិត្តស្ដាប់បែបរឿងរន្ធត់ដើម្បីឲ្យគាត់ស្ដាប់មុនគេងស្ដាប់ពេលគេងក៏ដល់អារម្មណ៍អីចឹងទេយើងអត់ជំរុញឲ្យអ្នកទាំងអស់គ្នាជឿសូម្បីតែបងប្រុសដែលគាត់ជាគ្រូផ្ទាល់ក៏គាត់និយាយដែរថាគាត់ក៏អត់ជឿសុបដែរបាទអញ្ចឹងឲ្យរៀនសង្កេតមើលរៀនពិចារណាថារឿងហ្នឹងគួរជឿអត់ឬមិនគួរទេក៏គាត់បាននិយាយដែរអញ្ចឹងអ្នកនរគ្នាស្ដាប់ហើយគួរតែពិចារណាតាមវិចារណញ្ញាណអញ្ចឹងទៅបាទអញ្ចឹងយើងចូលទៅសាច់រឿងបន្តរបស់យើងមកណាបងបាទតាក់ទងជាមួយនឹងសាច់រឿងទី2នេះគឺតាក់ទងនឹងពួកវិញ្ញាណដូចគ្នាវិញ្ញាណខ្មោចដែលចូលសន្ធិដ្ឋនិយាយទៅវាទៅនៅក្នុងយ័ន្តសង្ងំនៅក្នុងផ្ទះហើយទៅនៅក្នុងយ័ន្តតាមខ្ញុំចាំអត់ខុសទេគឺកាលពីឆ្នាំ2023អូថ្មីនេះដែរបាទឆ្នាំ2023ហ្នឹងប៉ុន្តែខ្ញុំអត់ចាំខែខ្ញុំគ្រាន់តែចាំថាពេលហ្នឹងគ្រូខ្ញុំគាត់ឡើងមកពេញពេលដែលគាត់ឡើងមកពេញហ្នឹងមានគ្រូសាមួយដែលគាត់រស់នៅខាងគៀនស្វាយហ្នឹងគាត់បានអញ្ជើញគ្រូខ្ញុំហ្នឹងឲ្យទៅជួយមើលនៅផ្ទះរបស់គាត់ហើយពេលហ្នឹងខ្ញុំជាអ្នកជូនគ្រូខ្ញុំទៅផ្ទាល់ជិះឡានទៅពេលដែលទៅជិតដល់និយាយទៅពេលដែលចូលទៅដល់ទឹកដីគៀនស្វាយហ្នឹងគ្រូខ្ញុំគាត់អង្គុយនៅខាងមុខហើយខ្ញុំជាអ្នកបើកហើយគ្រូសាសាច់ញាតិគាត់ហ្នឹងនៅខាងក្រោយរបស់ម្ចាស់ផ្ទះហ្នឹងហើយមានប្រសង់មានអីនៅក្នុងឡានមួយគ្នាដែរហើយម៉ានអ្នកក្នុងឡានហ្នឹងបងទាំងអស់ដូចជា5នាក់បាទកាលហ្នឹងទៅដូចជាខ្ទង់ប្រហែលជាម៉ោង9ម៉ោង10អីទេខ្ញុំភ្លេចទេប៉ុន្តែដឹងតែល្បាក់ហ្នឹងអត់ទេយប់បាទពេលដែលចូលទៅដល់ទឹកដីគៀនស្វាយហ្នឹងនៅប្រហែលជា4 គីឡូទៀតដល់ផ្ទះហ្នឹងគ្រូខ្ញុំគាត់បាននិយាយគាត់ថានៅក្នុងផ្ទះនេះសិតតែវិញ្ញាណខ្មោចហើយពេលហ្នឹងខ្ញុំអង្គុយនៅក្នុងឡានជាមួយនឹងគ្រូខ្ញុំគិតនៅក្នុងចិត្តព្រោះមនុស្សខ្ញុំមិនមែនងាយជឿទេទោះបីខ្ញុំតាក់ទងមួយអំពើមួយមុនអាគមមួយអបិយជំនឿមួយអីមែនប៉ុន្តែខ្ញុំអត់ងាយជឿសម្ដីអ្នកណាងាយទេបាទអ្វីដែលខ្ញុំជឿលុះត្រាតែនិយាយហើយឃើញលទ្ធផលអាហ្នឹងខ្ញុំអាចទទួលយកបានតែបើនិយាយតែមាត់ហើយអត់មានឃើញលទ្ធផលគឺខ្ញុំអត់ទទួលយកដូចគ្នាបាទពេលហ្នឹងគ្រូខ្ញុំគាត់និយាយគាត់ថាផ្ទះនេះសិតតែវិញ្ញាណខ្មោចហើយខ្ញុំគិតក្នុងចិត្តប៉ុន្តែគ្រូខ្ញុំគាត់និយាយដែរខុសហើយប៉ុន្តែនៅក្នុងចិត្តខ្ញុំនៅតែមានគំនិតមួយនៅតែគិតថាយើងសង្ស័យហ្នឹងហើយលោកគ្រូខ្ញុំហៅគាត់ថាបងឯងខ្ញុំមិនហៅលោកគ្រូឯងខ្ញុំហៅថាបងនិយាយលេងទេអត់ទាន់ទៅដល់បងខ្ញុំគិតនៅក្នុងចិត្តទេណាខ្ញុំគិតថាបងនិយាយលេងហ្នឹងដល់ពេលហើយខ្ញុំអត់មាត់ទេប៉ុន្តែពេលដែលចូលទៅដល់ភូមិគាត់ទៅចូលទៅដល់ភូមិដែលផ្ទះហ្នឹងនៅត្រូវទៅមើលហ្នឹងគាត់ប្រាប់ថាស្ងាត់ជ្រាបបត្តនាអស់ពេលដែលគាត់និយាយអញ្ចឹងខ្ញុំក៏គិតមកតង់ទៀតខ្ញុំគិតថាមុនហ្នឹងបងថាគាត់ថាមានវិញ្ញាណខ្មោចច្រើននៅក្នុងផ្ទះស្រាប់ដល់ពេលចូលមកដល់គាត់ចូលដល់ដីភូមិភ្លាមគាត់ថាទៅជាបាត់អស់ខ្ញុំគិតថាគេលោកគាត់ចេះតែនិយាយអីចឹងហ្នឹងហើយដល់ពេលហើយខ្ញុំអត់មាត់ទេខ្ញុំរើអីវ៉ាន់រើអីទៅដើរតាមពីក្រោយគាត់យកឡើងទៅលើផ្ទះពេលហ្នឹងមានសាច់ញាតិបងប្អូនរបស់ម្ចាស់ផ្ទះហ្នឹងនៅពេញផ្ទះប្រហែលជា6 7នាក់ហើយពេលហ្នឹងលោកគ្រូខ្ញុំកាលហ្នឹងគាត់រៀបធ្វើកិច្ចមានធ្វើរបស់របរសម្រាប់ផ្ដាប់ផ្ដានៅក្នុងកិច្ចហ្នឹងធ្វើឡើងទៅពេលហ្នឹងខ្ញុំភ្លេចទេតែខ្ញុំដឹងថាខ្ញុំថតវីដេអូទុកតែវីដេអូហ្នឹងខ្ញុំក៏អត់មានដែរបង្ហោះដែរគាត់ថាសាច់ញាតិរបស់បងស្រីដែលខ្មោចចូលនៅក្នុងខ្លួនហ្នឹងគាត់បានប្រាប់ថាបើថតទៅតែកុំផុសហើយខ្ញុំទម្លាប់ខ្ញុំគឺខ្ញុំអត់យកមកផុសអីប្រទេសទេបាទពេលហ្នឹងខ្ញុំគ្រាន់អង្គុយថតទុកមើលជាផុសតាងអីចឹងគ្រូខ្ញុំក៏ធ្វើកិច្ចចុះឡើងមិនទេបងស្រីហ្នឹងមកអង្គុយជិតគ្រូខ្ញុំក៏ចាប់ផ្ដើមស្រែកយំពេលដែលស្រែកយំហ្នឹងខ្ញុំនេះវារៀងឆ្ងល់ដែរចាំមិនបានគាត់នៅសុកទៅជាយំទៅជាអីអញ្ចឹងទៅលោកគ្រូខ្ញុំគាត់ចាគាត់អីនៅលើមុខនៅលើខ្លួនអីអញ្ចឹងទៅស្រាប់តែបងស្រីនឹងស្រែកយំមកសន្ទុះក្រោយបានដឹងថាតាមពិតសំឡេងដែលយំហ្នឹងគឺជាវិញ្ញាណខ្មោចទៅវិញមិនមែនបងស្រីនឹងយំទេហើយសាច់ញាតិបងប្អូនគាត់អង្គុយមើលនៅហ្នឹងក៏មិនជាភ្ញាក់ផ្អើលអីប្រហែលដែរព្រោះប្រហែលជាគាត់ដឹងថានៅក្នុងផ្ទះរបស់គាត់មានខ្មោចមានអីច្រើនចឹងពេលហ្នឹងបងស្រីហ្នឹងគាត់យំហើយលោកគ្រូខ្ញុំក៏គាត់សួរចម្លើយគាត់សួរថាឥឡូវអ្នកឯងហ្នឹងជាអ្នកណាវិញ្ញាណហ្នឹងក៏ចាប់ផ្ដើមឆ្លើយប៉ុន្តែវិញ្ញាណខ្មោចនិយាយអត់ដូចរឿងទី1នោះទេនេះនិយាយចេញមកលក្ខណៈកាត់អត់សូវចេះដឹងភាសាមនុស្សច្បាស់មួយម៉ាត់ហ្នឹងឯងមួយម៉ាត់
គ្នាថាគ្នាជាវិញ្ញាណកូនក្មេងទេហើយគេឲ្យចាំនៅមាត់ផ្លូវកន្លែងឡើងចដើផ្ទះហ្នឹងវិញ្ញាណហ្នឹងគឺអង្គុយចាំនៅតែកន្លែងហ្នឹងទេហើយពេលហ្នឹងគ្រូខ្ញុំក៏គាត់សួរថាហើយចុះអ្នកផ្សេងទៀតតាណាអស់ពេលហ្នឹងវិញ្ញាណហ្នឹងក៏ប្រាប់ថាគាត់អត់ដឹងទេកូនក្មេងហ្នឹងវិញ្ញាណកូនក្មេងហ្នឹងគាត់ថាគាត់អត់ដឹងទេដឹងតែគេឲ្យមើលផ្លូវហើយគ្រូខ្ញុំក៏សួរចុះសួរឡើងទៅសួរទៅអត់ព្រមចង់ឆ្លើយទេប៉ុន្តែគ្រាន់តែសួរថាឥឡូវអ្នកឯងនៅហ្នឹងសបុករបស់អ្នកឯងពួកអ្នកឯងហ្នឹងនៅកន្លែងណាហើយដល់ពេលឲ្យវិញ្ញាណហ្នឹងនៅតែអត់ប្រាប់ដល់ពេលនៅតែអត់ប្រាប់គ្រូខ្ញុំលើកអាយ័នដែលម្ចាស់ផ្ទះហ្នឹងព្រោះគ្រូខ្ញុំគាត់ទៅដល់គាត់ដឹងថាយ័នហ្នឹងមិនមែនជាយ័នល្អទេយ័នហ្នឹងមានបញ្ហាគាត់ឲ្យដោះយកយ័នហ្នឹងចុះមកឲ្យគាត់យ័នរបៀបភាសាចិនយ័នខ្មែររបស់យើងអូអាយ័នក្រហមហ្នឹងអាយ័នក្រហមគាត់ប្រាប់ថាដោះយកយ័នហ្នឹងចុះមកឲ្យគាត់ពេលដែលគ្រូខ្ញុំគាត់យកយ័នហ្នឹងមកសួរវិញ្ញាណហ្នឹងវានៅតែមិនព្រមឆ្លើយគាត់ក៏លើកយ័នហ្នឹងគាត់សួរថានៅក្នុងអាហ្នឹងមែនពេលហ្នឹងវិញ្ញាណខ្មោចហ្នឹងក៏ងក់ក្បាលហើយសួរថាអញ្ចឹងទាំងអស់គ្នានៅក្នុងហ្នឹងវិញ្ញាណខ្មោចហ្នឹងប្រាប់ថាគឺសបុកនៅក្នុងហ្នឹងហើយមកវិណាច្រើនព្រោះពេលហ្នឹងវិញ្ញាណខ្មោចហ្នឹងប្រាប់ថាតាមពិតមិនមែនមានតែខ្លួនគាត់នឹងមួយទេមិនមែនមានតែវិញ្ញាណកូនក្មេងនឹងមួយទេគឺមានអ្នកផ្សេងទៀតច្រើននៅក្នុងផ្ទះហ្នឹងតែសង្ងំនៅក្នុងយ័នហ្នឹងតែខ្ញុំសុំកាត់តិចបងដើម្បីឲ្យគ្នាយើងស្រួលសម័យផ្ទះហ្នឹងផ្ទះរបៀបមិនផ្ទះឈើខ្មែរយើងធ្វើក្នុងសម័យឆ្នាំ90ជាងនិយាយទៅតសខាងក្រោមគឺតសឈើហើយខាងលើហ្នឹងគឺផ្ទះឈើតែម្ដងផ្ទះឈើមកមានថ្មអត់មានអីទេហ្នឹងហើយចដើឈើហ្នឹងឡើងបត់ពីរតង់ឡើងមួយជាន់អញ្ចឹងទៅហើយកាច់ឡើងហ្នឹងហើយបាទយើងក៏សម័យហ្នឹងហើយប្រក់ក្បឿងអូខេយល់បងយល់ហើយពេលហ្នឹងវិញ្ញាណហ្នឹងក៏ប្រាប់ថាគឺអាយ័នហ្នឹងជាសបុកខ្មោចហ្នឹងតែម្ដងជាសបុកដែលគ្នាគេហ្នឹងរស់នៅក្នុងហ្នឹងសង្ងំនៅក្នុងហ្នឹងហើយគ្រូខ្ញុំក៏សួរថាហើយមកពីណាច្រើនមកម៉េះអ្វីដែលអ្នកទាំងអស់គ្នាគួរយកចិត្តទុកដាក់ស្ដាប់កន្លែងហ្នឹងដែលខ្ញុំចង់បញ្ជាក់ប្រាប់នៅក្នុងសាច់រឿងហ្នឹងវិញ្ញាណហ្នឹងគឺបានប្រាប់ថាយកឈើមកដុំមកមួយយកឈើមកមួយចូលចង់និយាយថាជូនពួកហ្នឹងមកមួយហើយទាំងអស់គ្នាទាំងខ្ញុំទាំងម្ចាស់ផ្ទះអីស្ដាប់អត់យល់ទេសូម្បីតែគ្រូខ្ញុំក៏គាត់អត់យល់ដែរគាត់អត់ដឹងមានន័យថាម៉េចព្រោះនិយាយកាត់ហ្នឹងហើយនិយាយកាត់ថាយកឈើមកដុំមកមួយយកឈើមកដុំមកមួយហើយដល់ពេលហ្នឹងទាំងអស់គ្នាជាអង្គុយគិតអានេះចង់មានន័យថាម៉េចដល់ពេលហើយបានម្ចាស់ផ្ទះហ្នឹងគាត់នឹកឃើញគាត់ថាអូគាត់នឹកឃើញហើយយកឈើមកដុំមកមួយព្រោះបងប្រុសដែលនៅក្នុងផ្ទះហ្នឹងគាត់ចូលចិត្តយកចម្លាក់យកគ្រឿងឈើយកអីហ្នឹងចូលមកក្នុងផ្ទះហ្នឹងទុកនៅហ្នឹងបាទដល់អញ្ចឹងទៅអាវិញ្ញាណអស់ហ្នឹងគឺវាចេញពីអាដុំឈើពីតែគាត់យកមកស្អីហ្នឹងវាចូលជូនគ្នាចូលទៅនៅក្នុងអាយ័នហ្នឹងតែគ្រាន់យ័នហ្នឹងក្រែងបណ្ដេញព្រៃបិសាចតែទៅនៅក្នុងហ្នឹងវិញកន្លែងហ្នឹងចាំខ្ញុំនិយាយវគ្គផ្សេងតាក់ទងជាមួយនឹងការដាស់ប្រសិទ្ធិអូខេយល់បាទជើញមកអញ្ចឹងនៅពេលដែលវិញ្ញាណហ្នឹងប្រាប់ថាយកឈើមកដុំមកមួយយកឈើមកដុំមកមួយបានពេលហ្នឹងបងប្រុសម្ចាស់ផ្ទះហ្នឹងគាត់នឹកឃើញថាតាមពិតគឺវិញ្ញាណហ្នឹងមកតាមអារបស់ដែលយើងជូនយកចូលក្នុងផ្ទះហ្នឹងបាទយល់គឺជាពួកគ្រឿងឈើជាចម្លាក់ជាវត្ថុបុរាណវត្ថុអីផ្សេងដែលធ្វើពីឈើមកប៉ុន្តែមិនមែនមានន័យថាឲ្យតែឈើសុទ្ធតែមានវិញ្ញាណទេឈើមួយចំនួនក្លឹមឈើក្លឹមអីមួយចំនួនគឺមានពពួកអមនុស្សនៅក្នុងហ្នឹងពពួកអមនុស្សដែលល្អមិនអាចមកសង្ងំនៅក្នុងពពួកចឹងទេនឹងដូចគ្នានឹងទេបើពពួកអមនុស្សល្អយើងយកចូលមកពួកហ្នឹងគឺអត់នៅទេប៉ុន្តែបើសិនជាពួកអវិញ្ញាណខ្មោចព្រាយវិសាចគឺវាទៅផ្ដុំគ្នានៅក្នុងហ្នឹងជាមួយគ្នាបានអ្វីដែលខ្ញុំជឿជាក់សម្ដីរបស់គ្រូខ្ញុំដែលខ្ញុំនិយាយខាងដើមថាមកចិត្តដល់មានវិញ្ញាណខ្មោចពេញដល់ពេលចូលដល់ក្នុងដីភូមិបាត់វិញ្ញាណអស់បងប្រុសម្ចាស់ផ្ទះហ្នឹងគាត់ថាចេះមុនពេលដែលលោកគ្រូមកដល់បន្តិចមុនពេលដែលឡានចូលមកដល់ក្នុងភូមិបន្តិចគាត់ថានៅលើផ្ទះហ្នឹងលឺដូចសំឡេងសម្រាប់ជើងដូចមនុស្សមកកណោទៅលើផ្ទះហ្នឹងព្រោះផ្ទះឈើបាទឈើអីមនុស្សដើរអីលឺហ្នឹងឯងគាត់ថាលឺដូចមនុស្សរៀបអីវ៉ាន់រត់ចោលស្រុកអ៊ូអពេញហ្នឹងមកគាត់ថាលឺប៉ុន្តែពួកគាត់នៅក្រោមផ្ទះដល់ពេលហើយបានពេលហ្នឹងខ្ញុំនឹកក្នុងចិត្តអូតាមពិតអ្វីដែលលោកគ្រូនិយាយគឺជាការពិតបានពេលហ្នឹងខ្ញុំជឿព្រោះខ្ញុំនិយាយមិនបាញ់មិញខ្ញុំថាសម្ដីអ្នកណាក៏ដោយគឺខ្ញុំអត់ងាយជឿទេសូម្បីតែគ្រូខ្ញុំក៏ដោយនិយាយពិត 100% ក៏ខ្ញុំនៅតែមិនទាន់យកជាការពិត 100% ដែរបានពេលហ្នឹងគាត់និយាយបងប្រុសម្ចាស់ផ្ទះហ្នឹងគាត់និយាយថាសម្រាប់ជើងពួកវារត់នៅលើផ្ទះហ្នឹងបានពេលហ្នឹងខ្ញុំនឹកឃើញថាតាមពិតពេលដែលគាត់មកដល់គាត់មកដល់ក្នុងភូមិគឺអាពួកហ្នឹងដឹងតំណែងវាដឹងចំហាយគ្រូមកដល់គឺវាប្រមូលគ្នាចែកជើងរត់បាត់អស់លីងហើយអាវិញ្ញាណកូនក្មេងដែលនៅចាំហ្នឹងក៏ប្រាប់ដែរថាវារត់ចោលវាអស់លីងហើយនៅតែវាមួយវាអត់ដឹងខ្យល់អីទេព្រោះវានៅចាំផ្លូវ
តែដល់ពេលចុងក្រោយគេរត់ចោលអស់លីងនៅសល់តែវាមួយ បានគ្រូខ្ញុំចាប់បានហ្នឹងសួរចម្លើយវាទៅវាប្រាប់រៀបរាប់សាច់រឿងទាំងអស់ហ្នឹងឲ្យយើងដឹងថាវាមកពីណាវានៅនឹងយ៉ាងម៉េច បាទ តាមពិតសាច់រឿងរបស់ក្រុមគ្រួសារមួយហ្នឹងនឹងមានតាក់ទងជាមួយនឹងអំពើបាបកម្មវិទៀតប៉ុន្តែកន្លែងនោះខ្ញុំអត់ទាន់បានទទួលការអនុញ្ញាតអីខ្ញុំអត់និយាយទេតែខ្ញុំគ្រាន់តែចង់ប្រាប់បងប្អូនថាតាក់ទងជាមួយនឹងរឿងវិញ្ញាណរឿងអីអស់ហ្នឹងអ្នកដែលចូលចិត្តបញ្ជូនយករបស់របរដែលមិនស្គាល់ប្រភពដែលមិនដឹងអាគ្រឿងឈើហ្នឹងត្រូវប្រយ័ត្នមិនមែនមានន័យថារបស់ទាំងអស់ហ្នឹងយើងយកចូលមកបានសុខបានល្អទេរបស់បើមកល្អសុខគឺធ្វើឲ្យគ្រួសារយើងរស់នៅដោយត្រជាក់ត្រជុំតែបើរស់នៅជាមួយនឹងពួកអស់ហ្នឹងគឺវាបង្កជាហេតុអាក្រក់ៗហើយគ្រួសាររបស់បងស្រីហ្នឹងរស់ស៊ីលក់ដូរអីគឺអត់ចម្រុងចម្រើនហ្នឹងអត់ចម្រុងចម្រើនអត់ដាច់ទេអត់ទៅមុខទេគឺរស់ស៊ីតឹងខ្លាំងហ្មងពួកអាវិញ្ញាណហ្នឹងគឺវានៅពេញនៅខាងលើផ្ទះហ្នឹងអញ្ចឹងអ្វីដែលខ្ញុំចង់ចែករំលែកនៅក្នុងសាច់រឿងនេះគឺខ្ញុំគ្រាន់តែចង់ផ្ដាំទៅបងប្អូនទាំងអស់គ្នាថារបស់របរមួយចំនួនដែលអ្នកទាំងអស់គ្នាអត់ស្គាល់គ្រឿងឈើយ័ន្តស្អីហ្នឹងកុំចេះតែយកកុំចេះតែយកមកតាំងនៅក្នុងផ្ទះព្រោះបើសិនជាយកចំរបស់ដែលល្អវានាំសុខឲ្យយើងតែបើយកចំរបស់ដែលមិនល្អគឺវាជាសបុកពពួកខ្មោចពួកព្រីអមនុស្សដែលវាបង្កហេតុអាក្រក់វាធ្វើឲ្យយើងនឹងធ្លាក់ខ្លួនប៉ុណ្ណាបាទអញ្ចឹងសាច់រឿងនេះគឺខ្ញុំមានតែប៉ុណ្្នឹងសម្រាប់មកចែករំលែកទេតែខ្ញុំសុំថែមតិចបងសុំកាត់តិចចេះស្រីចុះដល់ពេលធ្វើមិនបានកូនខ្មោចហ្នឹងដែលចូលបងស្រីហ្នឹងចេញពេលហ្នឹងគ្រូខ្ញុំឲ្យចេញទៅវិញយកអត់មានធ្វើពិធីអីទេប្រាប់បត់ធម្មតាហ្នឹងហើយតាមពិតវិញ្ញាណអស់ហ្នឹងចង់ចេញចូលក្នុងខ្លួនរបស់យើងអាចនិយាយយើងអាចចរចាបានព្រោះបន្តិចទៀតដល់អាសាច់រឿងទី3នេះខ្ញុំនឹងនិយាយប្រាប់ខ្ញុំហៅនិយាយទៅខ្ញុំហៅជំនាញហាងឲ្យចូលក្នុងមនុស្សបានអាកន្លែងហ្នឹងដែលខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាតាមពិតវិញ្ញាណចង់ចេញចង់ចូលក្នុងខ្លួនយើងមិនចាំបាច់បខំធ្វើបែបគ្នាទេបើសិនជាមនុស្សហ្នឹងស្មារតីគាត់ខ្សោយរាសីគាត់ដាក់គឺវិញ្ញាណហ្នឹងចេញចូលបានតាមចិត្តតែបើចំអ្នកដែលគេខ្លាំងគេមានបច្ចុប្បន្នឋានមានស័កយ័ន្តមានអីការពារខ្លួនវិញ្ញាណមិនអាចមកចេញចូលក្នុងខ្លួនគេបានសេរីទេបាទយកចុះចំណែកយ័ន្តវិញយើងគួរយកនិយាយលើឬក៏ចាំតិចចិត្តបងយ័ន្តនៅផ្ទះហ្នឹងយ័ន្តហ្នឹងចាំខ្ញុំនិយាយពេលក្រោយវាតាក់ទងជាមួយនឹងរបស់មួយចំនួនដែលខ្ញុំចង់ចែករំលែកឲ្យបងប្អូនដឹងជាបទពិសោធន៍មកតែខ្ញុំនិយាយរឿងមួយទៀតតាក់ទងជាមួយនឹងជំនាញហាងអូខេហ្មងតែរឿងជំនាញហាងហ្នឹងកើតនៅទួលលពូងយើងនេះទេទួលលពូងដែរហ្នឹងហើយនេះជាសារចេះអ្នកនរគ្នាឥឡូវនេះខ្ញុំកំពុងថតនៅវត្តទួលលពូងដែរអញ្ចឹងវាចិត្តគ្នាដែរអូខេឥឡូវយើងចូលទៅរឿងជំនាញហាងមកណាបាទនិយាយទៅតាក់ទងជាមួយនឹងសាច់រឿងទី3នេះគឺជំនាញហាងបាទជំនាញហាងនៅទួលលពូងយើងនឹងឯងរឿងហ្នឹងនិយាយទៅវាកើតបន្ទាប់ពីសាច់រឿងទី1ដែលខ្ញុំនិយាយថាក្នុងឆ្នាំ2022ហ្នឹងខុសត្រូវគ្នា2023ឯមុនហ្នឹងអត់ទេអាទី2 2023តែអាទី1គឺ2022រឿងបងស្រីមួយដែលត្រូវរបស់គេឲ្យវិញ្ញាណខ្មោចប្រុសនៅក្នុងខ្លួនណាបាទអញ្ចឹងសាច់រឿងទី3នេះគឺវាកើតមុនក្រោយគ្នាដូចជាប្រហែលជាតែមួយខែជាងទេកាលហ្នឹងបងប្រុសម្នាក់ដែលខ្ញុំស្គាល់គាត់ហ្នឹងគាត់ជាអ្នកជាវរបស់ពីខ្ញុំគាត់ធ្លាប់ស្គាល់ខ្ញុំពីមុនមកហ្នឹងប្រហែលជា 2-3 ខែហើយមុនពេលដែលរឿងហ្នឹងកើតឡើងគាត់ធ្លាប់ជាវរបស់ពីខ្ញុំអីចឹងថ្ងៃដែលកើតហេតុហ្នឹងគឺបងហ្នឹងគាត់បានទៅលេងនៅកំពង់សោមហើយគាត់ទុកហាងរបស់គាត់ហ្នឹងឲ្យកូនចៅឲ្យមេការរបស់គាត់មើលបាទពេលហ្នឹងខ្ទង់ដូចជាម៉ោងប្រហែលជា7-8អីទេយប់បងហ៎បាទ7-8យប់ខ្ញុំចាំបានថាកាលហ្នឹងខ្ញុំកំពុងតែនៅញ៉ាំបាយផ្ទះប្អូនខ្ញុំបងហ្នឹងគាត់ខលមកគាត់នៅសុកខលមកខ្ញុំគាត់ប្រាប់ថាចេះឲ្យខ្ញុំហ្នឹងទៅជួយមើលហាងគាត់បន្តិចព្រោះមានអ្នកនៅក្នុងហាងរបស់គាត់ហ្នឹងមានខ្មោចចូលហើយខ្ញុំអត់ទាន់ញ៉ាំបាយហើយខ្ញុំថាឥឡូវខ្ញុំសុំពេលមួយផ្លែតខ្ញុំញ៉ាំបាយសិនហើយចាំខ្ញុំទៅមើលឲ្យបាទពេលហ្នឹងខ្ញុំអង្គុយញ៉ាំបាយអត់ទាន់ហើយផងគាត់ខលមកទៀតគាត់ថាបងជួយទៅមើលឲ្យលឿនតិចពួកហ្នឹងវាកំពុងចលាចលនៅក្នុងហាងបាទតែហើយខ្ញុំគាត់ថាឥឡូវអត់អីបន្តិចទៀតចាំខ្ញុំទៅមើលគាត់ថាគាត់មកជិតដល់ពេញទេតែគាត់ចង់ឲ្យខ្ញុំទៅមើលមុនបាទដល់ពេលទម្រាំតែខ្ញុំញ៉ាំបាយហើយខ្ញុំជិះមកកន្លែងហាងគាត់ហ្នឹងពេលហ្នឹងគាត់មកដល់មុនខ្ញុំបាត់ដល់ពេលមកដល់មុនខ្ញុំមកដល់តាមក្រោយខ្ញុំក៏សួរគាត់ថាមុនហ្នឹងវានឹងអីកើតឡើងប៉ុន្តែខ្ញុំអត់ទាន់បានជួបគាត់ផ្ទាល់ទេខ្ញុំជួបបុគ្គលិកនៅខាងមុខហាងគាត់ថាមុនហ្នឹងមានបញ្ហាគឺជំនាញហាងហ្នឹងចូលបុគ្គលិកនៅក្នុងហាងបាទពេលចូលបុគ្គលិកនៅក្នុងហាងហ្នឹងឥឡូវហ្នឹងគេចេញវិញបាត់ហើយ
ហើយខ្ញុំក៏សួរនាំដំណើរដើមតងថាចូលមកហ្នឹងយ៉ាងម៉េចហើយយ៉ាងម៉េចខ្លះចឹងទៅអូខេអ្នកដែលគាត់នៅក្នុងហេតុការណ៍ហ្នឹងគាត់ប្រាប់ថាជានាងហាងហ្នឹងគាត់ចង់បានជ្រូកខ្វៃតែពេលគាត់និយាយថាចង់បានជ្រូកខ្វៃអញ្ចឹងហើយខ្ញុំមួយម្ចាស់ហាងខ្ញុំអត់ដឹងរឿងព្រមមកដល់គេចេញវិញបាត់ហើយខ្ញុំគិតក្នុងចិត្តបើចង់បានជ្រូកខ្វៃអញ្ចឹងហើយយើងអត់ដឹងរឿងអញ្ចឹងមិនដឹងថាត្រូវធ្វើមិនទេខ្ញុំក៏គិតចុះគិតឡើងខ្ញុំគិតថាបើជានាងហាងហ្នឹងអាចចូលមនុស្សម្នាក់ហ្នឹងបានចាំមើលខ្ញុំសាក់លបងហៅគាត់ឲ្យចូលម្ដងទៀតបាទហើយពេលហ្នឹងខ្ញុំក៏បាននិយាយជាមួយនឹងម្ចាស់ហាងមកសតុះគាត់កំពុងឈរនៅកន្លែងតុគិតលុយហ្នឹងហើយអាមួយបុគ្គលិកដែលជានាងចូលហ្នឹងគឺនៅឈរនិយាយក្បែរគ្នាហ្នឹងតែលេងអីមានស្មារតីធម្មតាហើយពេលហ្នឹងខ្ញុំក៏បានសួរឈ្មោះថាអាមួយហ្នឹងឈ្មោះអីដែលមួយដែលជានាងហាងចូលហ្នឹងខ្ញុំសួរថាឈ្មោះអីគាត់ប្រាប់ខ្ញុំថាឈ្មោះអាមុំហើយពេលហ្នឹងខ្ញុំក៏បាននិយាយជាមួយនឹងម្ចាស់ហាងខ្ញុំថាឥឡូវមានឲ្យយើងធ្វើអញ្ចេះទេអុជធូបហៅមកមួយសារទៀតហើយចាំមើលយើងចរចាគ្នាអញ្ចឹងបាទពេលហ្នឹងខ្ញុំក៏ដើរទៅកន្លែងជំនាញហាងហ្នឹងខ្ញុំយកធូប5សរសៃមកអុជពេលដែលអុជហ្នឹងខ្ញុំអត់មាននិយាយអីច្រើនទេខ្ញុំគ្រាន់តែនិយាយខ្សឹបនៅក្នុងចិត្តឯងខ្ញុំគ្រាន់តែនិយាយមកថាអញ្ចឹងថាឥឡូវខ្ញុំជាមួយនឹងម្ចាស់ហាងបានមកដល់ហើយចង់និយាយថាអ្នកដែលអ្នកឯងចូលហ្នឹងកាលពីមុនហ្នឹងគាត់អត់មានសិទ្ធិសម្រេចគាត់អត់ដឹងរឿងអីយ៉ាងម៉េចទេឥឡូវបើអ្នកឯងពិតជាអាចចូលបានមែនខ្ញុំជាមួយនឹងម្ចាស់ហាងមានការចង់សួរពួកអស់លោកប៉ុន្តែពេលហ្នឹងខ្ញុំអត់ដឹងថាជានាងហាងហ្នឹងជាអ្នកណាអីយ៉ាងណាខ្ញុំគ្រាន់តែបួងសួងខ្ញុំគ្រាន់តែនិយាយនៅក្នុងចិត្តថាឥឡូវខ្ញុំជាមួយនឹងម្ចាស់ហាងហ្នឹងចង់និយាយជាមួយនឹងអស់លោកឲ្យដឹងថាអ្នកឯងត្រូវការអីហើយខ្ញុំនឹងជួយរៀបចំជួយធ្វើឲ្យអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំនិយាយបួងសួងនៅក្នុងចិត្តអញ្ចឹងហើយខ្ញុំដោតសរសៃធូប5សរសៃហ្នឹងកន្លែងកំប៉ុងជើងធូបខ្ញុំឡើងចង់ល្ងឹតមុខដួលពេលហ្នឹងខ្ញុំមានអារម្មណ៍ថាដូចមានអីមួយយ៉ាងឆ្លងកាត់ខ្លួនខ្ញុំដូចឲ្យយើងនៅសុកស្រាប់ឈាមយើងវាឡើងវាធ្វើឲ្យយើងចង់ល្ងឹតមុខដួលប៉ុន្តែខ្ញុំព្យាយាមទប់ខ្លួនណាគាត់ព្យាយាមទប់ខ្លួនហើយខ្ញុំងើបដើរមកនិយាយជាមួយនឹងម្ចាស់ហាងស្រាប់តែមួយបុគ្គលិកអាមុំហ្នឹងពងតែឈរសុកស្រាប់តែយំហើយខ្ញុំអត់ចាប់អារម្មណ៍ទេប៉ុន្តែខ្ញុំគិតថាមិនទាន់ចូលអីលឿនដល់ថ្នាក់ហ្នឹងទេណាបាទខ្ញុំពេលហ្នឹងខ្ញុំនិយាយជាមួយនឹងម្ចាស់ហាងធម្មតាចុះឡើងទៅខ្ញុំក៏សួរបែងស្ដីឲ្យបុគ្គលិកហ្នឹងគាត់ថាអត់មានស្ដីទេហើយខ្ញុំក៏គិតកាមួយនេះនៅសុកថៃបានវាយំដល់ហើយខ្ញុំក៏សួរអាមុំថៃបានយំដល់ពេលហើយគឺគិតតែយំឯងអត់ឆ្លើយមួយយើងសោះខ្ញុំសួរទៀតខ្ញុំសួរថាអាមុំមែនអត់ឆ្លើយអត់មាត់ខ្ញុំសួរឡើងពីរដងដល់ហើយខ្ញុំសួរថាជានាងហាងមែនបាទពេលហ្នឹងគេងក់ក្បាលហើយបាទពេលហ្នឹងខ្ញុំថាឥឡូវចេះទៅក្រោយទៅនិយាយគ្នានៅខាងក្រោយពេលហ្នឹងគាត់ក៏ទៅតាមខ្ញុំជាមួយនឹងបុគ្គលិកម្នាក់ពីរនាក់ទៀតហើយជាមួយនឹងម្ចាស់ហាងចូលទៅក្នុងចក្រានបាយព្រោះកុំឲ្យមានបញ្ហាផ្អើលភ្ញៀវផ្អើលអីនៅខាងមុខហ្នឹងណាពេលដែលចូលទៅដល់ចក្រានបាយនិយាយចរចាខ្ញុំអង្គុយទល់មុខមួយអាមុំដែលជានាងហាងនៅក្នុងខ្លួនហ្នឹងខ្ញុំក៏សួរថាឥឡូវអ្នកឯងចង់បានអីហើយហេតុអីបានមកចូលក្នុងខ្លួនអញ្ចឹងណាគាត់ថាគាត់ឃ្លានជ្រូកខ្វៃហើយខ្ញុំក៏សួរថាឥឡូវបើអ្នកឯងឃ្លានជ្រូកខ្វៃចាំខ្ញុំនិយាយជាមួយនឹងម្ចាស់ហាងឲ្យគាត់រៀបចំឲ្យហើយគេគិតតែយំឯងបើគិតទៅកំឡុងពេលដែលជានាងហាងចូលហ្នឹងរយៈពេលប្រហែលជាខ្ទង់10នាទីជាងយំរហូតយំនិយាយជាមួយយើងបដាយំបដាដូចកូនក្មេងអញ្ចឹងណាហើយខ្ញុំក៏បានសួរនាំចឡើងទៅគាត់ថាឃ្លានជ្រូកខ្វៃហើយគាត់ថាគ្នាគាត់ច្រើនណានៅក្នុងហាងហ្នឹងនៅខាងមុខហាងផងនៅកន្លែងតុកគិតលុយផងនៅកន្លែងដែលយើងរៀបចំជំនាញហ្នឹងដែលយើងដាក់បាយហូបផ្សាយនៅគេហ្នឹងគេថាគេឃ្លានហើយគេធ្លាប់ឃើញជ្រូកខ្វៃហ្នឹងគេឃ្លានគ្នាគេច្រើនពេលហ្នឹងម្ចាស់ហាងក៏គាត់លូកមកគាត់ថាចំជ្រូកខ្វៃពីអង្ការដល់ពេលហើយបានគាត់នឹកឃើញថាអូតាមពិតការលើកមុននោះមានម្ដងនោះមានភ្ញៀវដែលគេកំងជ្រូកខ្វៃហើយជ្រូកខ្វៃហ្នឹងយកមកអត់បានដាក់ទុកនៅក្នុងហាងហ្នឹងទេគ្រាន់តែយកមកទុកក្នុងហាងមកផ្លែតហើយក៏យកចេញពីហាងយកទៅឲ្យអ្នកដែលគេកំងហ្នឹងហើយពេលហ្នឹងជំនាញហាងគេឃើញហើយគេព្យាយាមហៅគាត់ថាគាត់បានព្យាយាមហៅម្ចាស់ហាងប្រាប់អ្នកទាំងអស់គ្នាហ្នឹងថាគាត់ឃ្លានជ្រូកខ្វៃហ្នឹងប៉ុន្តែអត់មានអ្នកណាគេឮទេហ្នឹងហើយជាជំនាញជាមនុស្សអត់មានដឹងទេបាទ
ដល់ពេលហើយគាត់ប្រាប់ថាគាត់ឃ្លានជ្រូកខ្វៃប៉ុន្តែប្រាប់គេអត់មានអ្នកណាគេឮគេដឹងទេហើយពេលហ្នឹងបានបងម្ចាស់ហាងហ្នឹងគាត់ថាអូគាត់នឹកឃើញហើយតាមពិតអាជ្រូកខ្វៃហ្នឹងយកមកឲ្យភ្ញៀវផ្សេងទេប៉ុន្តែដល់ពេលយកមកដាក់ក្នុងហាងហ្នឹងទៅជាជំនាញហាងឃើញគេទៅជាឃ្លានប៉ុន្តែពេលហ្នឹងខ្ញុំក៏ឆ្ងល់ដែរខ្ញុំគ្រាន់តែឆ្ងល់មួយយ៉ាងថាជំនាញហាងជំនាញផ្ទះគឺអ្នកដែលរក្សាសិលគេដូចជាមិនងាយទទួលយកអាសំណែនជាបាយមហូបទេភាគច្រើនគឺតែផ្លែឈើទេហ្នឹងហើយតែចំណុចហ្នឹងមួយខ្ញុំនៅតែមិនយល់ខ្ញុំអត់ដឹងព្រោះដោយសារខ្ញុំអត់បានសួរបាទព្រោះកន្លងមកអ្នកដែលចូលអ្នកខ្លះខ្ញុំសួរខ្ញុំឆ្ងល់ហើយខ្ញុំចង់ដឹងខ្ញុំសួរពួកគាត់ហើយតាមពិតអត់យំទៀតបើអ្នកមានបនកសលអញ្ចឹងអត់យំហ្នឹងហើយបើអ្នកខ្លះគឺគេអត់យំទេបាទហើយដល់ពេលគាត់ចូលមកអញ្ចឹងគាត់ថាគាត់ឃ្លានជ្រូកខ្វៃអញ្ចឹងខ្ញុំក៏និយាយជាមួយនឹងម្ចាស់ហាងខ្ញុំប្រាប់ថាឥឡូវបងឯងរៀបជ្រូកខ្វៃដាក់ឲ្យគេទៅដាក់តាមដែលគេចង់បានអញ្ចឹងណាហើយខ្ញុំក៏បានចរចាជាមួយនឹងជំនាញហាងហ្នឹងខ្ញុំថាពេលដែលម្ចាស់ហាងគាត់ដាក់ឲ្យអ្នកឯងត្រូវតែជួយហៅភ្ញៀវឲ្យមានចូលពេញហាងបាទហើយជំនាញហ្នឹងគាត់ក៏ប្រាប់ថាគ្នាគាត់ច្រើនជួនកាលហៅទាំងកណ្ដាលភ្លៀងពេលដែលមេឃភ្លៀងមេឃអីហ្នឹងគឺជំនាញហាងហ្នឹងនៅឈរនៅមុខហាងជួយគៀងគរភ្ញៀវឲ្យចូលក្នុងហាងរបស់គាត់អាកន្លែងហ្នឹងមួយហើយគាត់ថាបើសិនជាម្ចាស់ហាងមិនព្រមដាក់ជ្រូកខ្វៃឲ្យគាត់ទេអាមួយហ្នឹងដឹងតែទៅជាមួយហើយអាមួយហ្នឹងទៅជាមួយហ្នឹងគឺចង់សម្ដៅទៅលើអាមុំហ្នឹងដែលគាត់ចូលហ្នឹងគាត់ថាគាត់នឹងយកអាមួយហ្នឹងទៅជាមួយហើយគឺសម្រាប់អាមួយហ្នឹងហើយយកជីវិតហ្នឹងហើយយកជីវិតហើយខ្ញុំថាឥឡូវកុំយកព្រោះគ្នាអត់ដឹងអីទេហើយខ្ញុំក៏បានសួរទៀតខ្ញុំសួរថាចុះបុគ្គលិកនៅក្នុងហាងទាំងអស់ហ្នឹងតើជំនាញហាងចូលបានគ្រប់គ្នាមែនគាត់ថាមិនមែនចូលបានគ្រប់គ្នាគឺចូលបានអាមួយហ្នឹងហើយមូលហេតុគឺដោយសារតែអាមួយហ្នឹងគឺស្មារតីទុនខ្សោយជាងគេបាទអញ្ចឹងកន្លែងនេះខ្ញុំចង់បើកវងកញ្ចក់ប្រាប់បងប្អូនបន្តិចថាមនុស្សយើងបើមានស្មារតីរឹងប៉ឹងស្វាហាប់មានពលឹងពលះគឺអត់ងាយមានអមនុស្សខ្មោចព្រាយណាមកចូលបានទេប៉ុន្តែនៅពេលណាដែលយើងចង់និយាយថាយើងមានបញ្ហាផ្លូវចិត្តផងរឿងរ៉ាវអាក្រក់ stress ផងអីផងទៅវាធ្វើឲ្យយើងនឹងបាក់ទឹកចិត្តខ្សោយស្មារតីអញ្ចឹងវាអាចជាឱកាសនៃពួកអមនុស្សហ្នឹងមកចូលក្នុងខ្លួនយើងបានហើយជាពិសេសគឺអាពេលដែលយើងរិស័យដាក់ហ្នឹងដែលយើងធ្វើអីទៅចេះតែសោយចេះតែមានរឿងមានបញ្ហាណាគឺអាពេលហ្នឹងអាចបាក់មិនចូលបានអញ្ចឹងអាកន្លែងនេះខ្ញុំចង់បើកវងកញ្ចក់ឲ្យវែងតិចខ្ញុំចង់ប្រាប់ថាអញ្ចឹងបានពេលដែលយើងឃើញមនុស្សមួយចំនួនណាពេលដែលគាត់មានបញ្ហាគាត់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរទៅជួនកាលគាត់ទៅចងកសម្រាប់ខ្លួនដល់ពេលទៅចងកសម្រាប់ខ្លួនតាមពិតខ្លួនមិនមែនខ្លួនគាត់ទេមិនមែនខ្លួនគាត់ចិត្តចង់ទៅចងកទេប៉ុន្តែគឺអាពេលវេលាហ្នឹងដែលពពួកខ្មោចព្រាយមួយចំនួនដែលវាប៉ុនប៉ងយកជីវិតរបស់យើងដែលវានៅក្នុងខ្លួនយើងឬមួយក៏វានៅក្នុងផ្ទះរបស់យើងហ្នឹងវាជាអ្នកនាំយើងនាំចិត្តយើងឲ្យទៅចងកនឹងឯងពពួកហ្នឹងមួយចំនួនវាកាចសាហាវវិញ្ញាណខ្លះអត់ទេវិញ្ញាណខ្លះនៅចិត្តយើងមែនប៉ុន្តែមិនដែលមកបៀតបៀនយើងឯពួកហ្នឹងមិនសមតែសុខទេតែវិញ្ញាណខ្លះវាកាចសាហាវគឺវាឆ្លៀតឱកាសពេលហ្នឹងនាំយើងទៅលោតពីលើផ្ទះឬមួយក៏ទៅចងកនឹងឯងព្រោះខ្ញុំចាំបានថាអង្ការកំឡុងខែ12ឆ្នាំ2023នេះចុងឆ្នាំហ្នឹងគឺមានហេតុការណ៍ប្អូនស្រីម្នាក់ដែលគាត់ល្បីពេញ Facebook កាលហ្នឹងហេតុការណ៍ហ្នឹងគឺប្អូនស្រីម្នាក់ហ្នឹងគាត់បានឆាតទៅប្រាប់មិត្តភក្តិគាត់ថាមិនដឹងមិននៅសុកគាត់ទៅចងកសម្រាប់ខ្លួនដល់ពេលគាត់ដឹងខ្លួនតន់ទៅគាត់ឆ្ងល់ថាហេតុអីបានគាត់មកចងកបាទហ្នឹងហើយអាហ្នឹងគឺគាត់ឆាតប្រាប់មិត្តភក្តិគាត់ប៉ុន្តែលើកទី1ហ្នឹងគឺគាត់រួចខ្លួនហើយគឺគាត់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរប្អូនស្រីហ្នឹងដល់ពេលលើកទី2វានាំទៅចងកបានសម្រេចធ្វើឲ្យប្អូនស្រីម្នាក់ហ្នឹងស្លាប់ហើយពេលហ្នឹងមិត្តភក្តិរបស់គាត់ហ្នឹងបានទម្លាយអាសាតែប្អូនស្រីសំឡេងឆាតជាសំឡេងនៅដូចសំឡេងបន្ទប់ជួលហ្នឹងហើយនៅបន្ទប់ជួលនៅបន្ទប់ជួលហើយពេលហ្នឹងបានប្អូនស្រីហ្នឹងដែលជាមិត្តភក្តិហ្នឹងទម្លាយអាសាជាសំឡេងហ្នឹងឲ្យដឹងថាតាមពិតគឺវិញ្ញាណខ្មោចពួកខ្មោចព្រាយហ្នឹងជាអ្នកនាំមិត្តភក្តិគាត់ទៅចងកបាទឥឡូវយើងបិទវងកញ្ចក់មកវិញយើងចូលដល់អាសាច់រឿងនេះបន្តទៀតបាទហើយអាកន្លែងហ្នឹងដែលខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាចេះជំនាញហាងឬមួយក៏ជំនាញផ្ទះខ្ញុំធ្លាប់បាននិយាយនៅក្នុងវីដេអូដែលខ្ញុំបង្ហោះក្នុង TikTok ថាមិនមែនមានតែមួយទេអ្នកខ្លះគាត់និយាយថាជំនាញហាងមានតែប្រុសឬមួយក៏មានតែជំនាញហាងមានតែស្រីមួយក៏ជំនាញផ្ទះមានតែស្រីខ្ញុំថាមកពីអ្នកទាំងអស់គ្នាអត់ទាន់ជួបជំនាញហាងគឺមានទាំងប្រុសទាំងស្រីដូចផ្ទះនៅក្នុងរឿងទី1ដែលខ្ញុំនិយាយហ្នឹងណាបាទសាច់រឿងហ្នឹងនឹងសំបន្តិចទៀតជំនាញផ្ទះរបស់គាត់គឺមាន2នាក់នៅជាន់ខាងលើគឺជំនាញផ្ទះ
ស្រីនៅជាន់ខាងក្រោមគឺជំនាញផ្ទះប្រុស បាទ អាហ្នឹងសាច់រឿងទី1ហើយដល់ពេលជំនាញហាងនេះគេប្រាប់ថាគ្នាគេគឺជាក្រុមគឺគេជួយហាងហ្នឹងតាក់ទាញភ្ញៀវហើយហាងហ្នឹងអត់ងាយអត់ភ្ញៀវទេថ្ងៃណាក៏មានភ្ញៀវដែរ ដាច់រហូតហាង ដាច់រហូតសូម្បីតែហាងគេចិត្តហ្នឹងហាងខ្លះលក់អត់ដាច់ក៏ហាងហ្នឹងលក់ដាច់ដែរ បាទ ហើយបើថាគ្រោះថ្នាក់វិញគឺមិនដែលមកប៉ះពីអីដល់បុគ្គលិកនៅក្នុងហាងឬមួយក៏ភ្ញៀវរបស់ហាងហ្នឹងទេបើថាឡានប៉ះពីគឺពោះរហូតកន្លែងហ្នឹងម្ចាស់ហាងគាត់និយាយ បាទ តែនិយាយមុនពេលដែលកើតហេតុរឿងហ្នឹង បាទ គាត់និយាយប្រាប់ហ្នឹងហើយហើយអាកន្លែងនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនណាចេះអញ្ចឹងជំនាញហាងភាគច្រើនខ្ញុំសួរគេប្រាប់ថាសែនខុសពីថ្ងៃសៅរ៍បានអត់និយាយទៅគឺគេចង់បានតែថ្ងៃសៅរ៍ទេសំណែនដែលយើងដាក់សែនជ្រូកខ្វាយឲ្យគេហ្នឹងគឺតែថ្ងៃសៅរ៍ទេ គេសុំថ្ងៃសៅរ៍ គេសុំថ្ងៃសៅរ៍តែអាកន្លែងហ្នឹងខ្ញុំអត់យល់ថាមកពីមូលហេតុអីដែរព្រោះខ្ញុំអត់បានសួរបញ្ជាក់គាត់តែដឹងថាពពុះមនុស្សឬមួយក៏គ្រូមួយចំនួនគឺថ្ងៃសៅរ៍ហ្នឹងជាថ្ងៃដែលខ្លាំងសម្រាប់ពួកគេថ្ងៃសៅរ៍ហ្នឹងហើយនឹងថ្ងៃសៅរ៍មួយទៀតប៉ុន្តែគាត់ថាជាអ្វីដែលខ្ញុំដឹងពីសាច់រឿងហេតុការណ៍ដែលកើតឡើងជាក់ស្ដែងហ្នឹងបាទអញ្ចឹងពេលហ្នឹងជំនាញហាងក៏គាត់ថាគាត់សុំតែថ្ងៃសៅរ៍ទេហើយខ្ញុំក៏បាននិយាយចរចាជាមួយនឹងគាត់ជាមួយនឹងម្ចាស់ហាងហ្នឹងថាឥឡូវយើងព្រមទទួលយើងព្រមដាក់ឲ្យហើយខ្ញុំបានពេលហ្នឹងខ្ញុំបានសួរគាត់ថាចេះនៅក្នុងហាងហ្នឹងព្រោះពេលហ្នឹងម្ចាស់ហាងបើដឹងភ្ញៀវរបស់ខ្ញុំគឺភាគច្រើនគាត់មានរបស់ដែលខ្ញុំនិយាយ បាទ ហ្នឹងពួកស្នែកໄວរបស់ខ្លួនខ្ញុំចង់ដឹងថាតើម្ចាស់ហាងជំនាញហាងហ្នឹងគេមើលឃើញអ្វីដែលមាននៅក្នុងរបស់ដែលខ្ញុំឲ្យយកមកដាក់ការពារក្នុងហាងហ្នឹង បាទយើងតេស្ត ហ្នឹងហើយយើងចង់តេស្តគាត់ណា បាទ ពេលហ្នឹងជំនាញហាងគេបានប្រាប់ថាគេឃើញអ្វីដែលនៅក្នុងរបស់ខ្មៅហ្នឹងគេឃើញហើយខ្ញុំសួរថាគេជាអ្នកណាគេថាអ្នកដែលនៅក្នុងរបស់ហ្នឹងគឺមកការពារពួកគាត់ដែលជាជំនាញហាងហ្នឹងទៀតគឺចង់មានន័យថាជំនាញហាងហ្នឹងជាអ្នកតាក់ទាញជាអ្នកហៅភ្ញៀវចូលទេប៉ុន្តែរបស់ដែលម្ចាស់ហាងយកពីខ្ញុំទៅហ្នឹងគឺជាអ្នកដែលការពារថែរក្សាពួកគាត់ដែលជាជំនាញហាងហ្នឹងទៀត និយាយទៅរបស់ល្អគេការពាររបស់ល្អដូចគ្នាគឺការពារមនុស្សការពារអ្នកដែលថែរក្សាហាងហ្នឹងដូចគ្នា អូខេ បាទអាហ្នឹងដែលចង់បញ្ជាក់ប្រាប់ថារបស់បើសិនជាយើងយកចំរបស់ល្អទៅគឺវាតិចជុំវាសុខវាអត់មានបញ្ហាអីទេប៉ុន្តែបើយករបស់ដែលមិនល្អចូលគឺវាប្រឆាំងគ្នា បាទយល់ អានេះខ្ញុំអត់ចង់និយាយពីរឿងរបស់ខ្ញុំច្រើនទេប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់ថាជំនាញហាងជំនាញផ្ទះគឺត្រូវការអ្នកដែលគេថែរក្សាយើងមកជាន់ពីលើទៀតព្រោះអ្នកទាំងអស់ហ្នឹងរឹតអំណាចរបស់គេគឺគ្រាន់តែអាចជួយការពារផ្ទះយើងបិទបាំងមិនឲ្យពពួកមនុស្សចូលបានទេ បាទ ប៉ុន្តែបើសួរថាគ្រូមុនអាគមគឺចងជំនាញហាងជំនាញផ្ទះយើងបានអញ្ចឹងឧទាហរណ៍ថាដូចហាងហ្នឹងអញ្ចឹងនេះខ្ញុំលើឧទាហរណ៍ណាបើមានគេផ្ចាញ់គេធ្វើគេចងជំនាញហាងហ្នឹងទាំងអស់គឺពួកគាត់ជាប់ចំណងអត់មានមកជួយម្ចាស់ហាងរ៉ូស៊ីអីកើតទេ ហ្នឹងហើយ គឺស្ងាត់ភ្ញៀវហ្មង បាទ អញ្ចឹងដូចជំនាញផ្ទះនៅក្នុងសាច់រឿងទី1អញ្ចឹងនៅពេលណាដែលគេចងជំនាញផ្ទះហ្នឹងបានគេធ្វើអីផ្ទះហ្នឹងក៏បានដែរ បាទ ហើយធ្លាប់មានរឿងមួយបងប្អូនហ្នឹងគាត់និយាយគាត់ថាគាត់មានស្គាល់មិត្តភក្តិគាត់ម្នាក់ចេះប្រភូមិជំនាញផ្ទះជំនាញអីបើថាបងប្រុសហ្នឹងព្យាយាមចងបានហ្មងចងបានហើយចង់សម្លុតចង់ធ្វើអីម្ចាស់ផ្ទះហ្នឹងបានប៉ុន្តែអានេះខ្ញុំអត់និយាយទេគ្រាន់តែថារឿងខ្ញុំដឹងច្រើនតែអ្វីដែលខ្ញុំយកមកនិយាយគឺខ្ញុំនិយាយតែហេតុការណ៍ដែលខ្ញុំជួបផ្ទាល់បាទ ខ្ញុំអត់ទៅនិយាយរឿងហេតុការណ៍ផ្សេងទេបើថារឿងហេតុការណ៍ផ្សេងមួយចំនួនទៀតលុះត្រាតែជាមនុស្សដែលខ្ញុំទុកចិត្តថាគាត់មិនបំភ្លៃមិនបំភ្លឺសាច់រឿងអាហ្នឹងខ្ញុំអាចយកមកនិយាយ បាទ អញ្ចឹងអាកន្លែងនេះគឺខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាចេះតាក់ទងជាមួយនឹងការរស់ស៊ីរបស់យើងអ្វីដែលយើងគួរគោរពគួរធ្វើមុនគេគឺកន្លែងជំនាញផ្ទះជំនាញហាងរបស់យើងរស់ស៊ីនៅផ្ទះយើងត្រូវតែគោរពយើងត្រូវតែបោសសម្អាតត្រូវតែប្រណិប័តចំពោះអ្នកដែលថែរក្សាផ្ទះយើងពួកគេតួនាទីរបស់គេគឺគេជួយយើងហើយបើយើងមិនគោរពមិនជួយគេផងតើឲ្យគេមកជួយយើងមិនបាច់ បាទទៅ អាហ្នឹងចំណុចទី1ហើយចំណុចទី2ដូចជំនាញហាងជំនាញអីចឹងយើងលក់ដូររ៉ូស៊ីនៅក្នុងហាងយើងធ្វើម្ហូបធ្វើអីឆ្ងាញ់យើងគួរតែគិតដល់អ្នកដែលគេថែរក្សាយើងផងបើថាយើងដាក់អាហ្នឹងទៅគេមិនទទួលយកវាអាចនឹងមានហេតុការណ៍មួយអីឲ្យយើងដឹងហើយឧទាហរណ៍ថាជំនាញហាងហ្នឹងអ្នករក្សាសិលពេលណាដែលយើងដាក់អង្វាយដាក់សំណែនដែលគេមិនទទួលយកវាអាចនឹងមានហេតុការណ៍អីមួយប្លែកដែលធ្វើឲ្យម្ចាស់ហាងដឹងបើអ្នកប្រកែចាប់អារម្មណ៍សង្កេតអាចនឹងដឹងថាអូជំនាញគេអត់ទទួលយករបស់អស់ហ្នឹងទេដាក់ទៅជួនកាលដោតធូសចឹងលាកដៃដោតធូសលាកដៃ បាទ អាហ្នឹងបើសិនជាដោតចំរបស់ដែលគេមិនទទួលយកដោតចំរបស់ដែលគេទទួលយកឧទាហរណ៍ថាដូចជាផ្លែឈើដូចជាអ្វីដែលគេពេញចិត្តដាក់ទៅគឺល្អ បាទចុះសាច់រឿងបន្តទៀតប
បន្ទាប់ពីបងដឹងថាជាជំនាញហាងហើយយើងសែនតាមអ្វីដែលគេស្នើសុំទៅបាទគឺរាល់ថ្ងៃម្ចាស់ហាងហ្នឹងគាត់ដាក់រាល់ថ្ងៃដាក់ឲ្យតែថ្ងៃសៅរ៍ឡើងគឺគាត់ដាក់ជ្រូកខ្វៃថ្វាយគេសៅមកបាទរាល់តែប៉ិតជាលក់បានរបស់គាត់មែនលក់បានរាល់ថ្ងៃប៉ុន្តែគាត់ថាមានថ្ងៃខ្លះគាត់ឆ្ងល់ហើយគាត់ថាហេតុអីបានដាក់ឲ្យប៉ុន្តែនៅដូចថ្ងៃហ្នឹងអញ្ចឹងគាត់ឆាតមកសួរខ្ញុំគាត់ថាថ្ងៃនេះដាក់ជ្រូកខ្វៃឲ្យហើយមិនបានថ្ងៃនេះលក់អត់ដាច់ខ្ញុំថាពេលខ្លះយើងកុំបង្ខំគេប៉ុន្តែវាអាចមានអ្វីមួយដែលយើងមើលមិនដឹងអ្វីដែលយើងមិនទាន់អាចយល់ពីរឿងទាំងអស់ហ្នឹងតែពេលខ្លះក៏វាអាចកតាមនុស្សដែរកតាមនុស្សបុគ្គលិកស្ដីមិនតាក់ទាញព្រោះវាគួបផ្សំដែរបាទវាមិនកតាឲ្យតែជំនាញហៅដល់បានលក់ដាច់បាទអាកន្លែងនេះដែលខ្ញុំចង់និយាយប្រាប់អ្នកទាំងអស់គ្នាថាជារឿងអបិយជំនឿរឿងមន្តអាគមកុំងប់ងល់កុំជឿជ្រុលខ្លាំងពេកបើអ្នកទាំងអស់គ្នាជឿជ្រុលតែលើរឿងជំនាញរឿងការសែនរឿងតង្វាយរឿងអីអស់ហ្នឹងអ្នកទាំងអស់គ្នាភ្លេចពីអ្វីដែលខ្លួនឯងត្រូវធ្វើឲ្យដូចការរស់ស៊ីអញ្ចឹងគិតថាខ្ញុំសែនខ្ញុំធ្វើត្រូវហើយហេតុអីបានលក់ដូររស់ស៊ីមិនដាច់ពេលខ្លះយើងមើលខ្លួនយើងដូចបងឯងនិយាយអញ្ចឹងខ្លួនឯងធ្វើមិនឆ្ងាញ់ភ្ញៀវចូលមកមិនរាក់ទាក់មិនអីហើយការរៀបចំទុកដាក់នៅក្នុងហាងហ្នឹងវាមិនគួរឲ្យតាក់ទាញខ្វះអនាម័យអីចឹងទៅវាអត់មានអីមកជួយយើងកើតទេអាហ្នឹងនិយាយទៅវា50-50បានន័យថាអារឿងអបិយជំនឿយើងជឿយើងសង្កេតមើលផងថាតើខ្ញុំធ្វើអញ្ចឹងវាបានផលអត់បាទអញ្ចឹងបើយើងធ្វើទៅវាបានផលល្អចាំយើងធ្វើចាំយើងជឿតែបើធ្វើហើយវានៅតែមិនបានផលពេលខ្លះមិនបាច់ជឿទេបាទពេលខ្លះគេបោកគេកុហកយើងទេបាទហើយសំខាន់ដូចយើងខ្លួនឯងអញ្ចឹងអ្នកខ្លះនៅក្នុង Telegram អ្នកដែលឆាតមកខ្ញុំចូលខ្ទង់10000អ្នកដែលគាត់សួរតែងតែសួរខ្ញុំថាហេតុអីបានគាត់រស់ស៊ីលក់ដូរអត់ដាច់កន្លែងហ្នឹងបើសិនជានិយាយឲ្យខ្លីហ្មងសម្រាប់មនុស្សមួយចំនួនណាគេនឹងព្យាយាមបញ្ចុះបញ្ចូលបំផុសអ្នកហ្នឹងឲ្យមកទិញរបស់គេហើយប៉ុន្តែសម្រាប់មនុស្សមួយចំនួនដែលគាត់សួរខ្ញុំនៅក្នុង TikTok អ្នកខ្លះគឺខ្ញុំអត់ឆ្លើយដោយសារអីវាការបកស្រាយវាវែងឆ្ងាយពេកខ្ញុំបានប្រាប់ពួកគាត់ថារឿងមួយចំនួនសួរខ្ញុំតាម Telegram ខ្ញុំអាចបកស្រាយបានអ្នកទាំងអស់គ្នាសួរខ្ញុំមួយសំណួរប៉ុន្តែអ្វីដែលខ្ញុំបកស្រាយគឺវែងអញ្ចឹងដូចរឿងរស់ស៊ីលក់ដូរអញ្ចឹងខ្ញុំមិនអាចឆ្លើយថាអូហាងរបស់អ្នកឯងចេះអាហ្នឹងគឺជាការស្មានសុទ្ធសាធបាទអញ្ចឹងពេលដែលពួកគាត់សួរខ្ញុំតែងតែប្រាប់ថាឥឡូវអ្នកទាំងអស់គ្នាសង្កេតមើលខ្លួនឯងសិនរឿងខ្លះអ្នកទាំងអស់គ្នាសាកល្បងធ្វើមុនសិនបើសិនជាពីមុនមកយើងធ្លាប់រស់ស៊ីលក់ដូរដាច់ពេលដែលយើងធ្វើប៉ុន្តែមករយៈក្រោយហ្នឹងវារស់ស៊ីលក់ដូរដាច់យើងសាកល្បងផ្លូវអបិយជំនឿលោមើលថាតើវាមានអីមកបិទផាំងវាមានអីមករាំងស្ទះយើងអត់ហើយមួយទៀតតើអ្នកទាំងអស់គ្នាបានយកអ្វីដែលមិនល្អឬមួយក៏ធ្លាប់មានបញ្ហាអីអត់ជួនកាលរស់ស៊ីសុកឆ្លោះគ្នាជាមួយគេបិទហាងយើងគេធ្វើបិទហាងយើងដើម្បីអីដើម្បីមិនឲ្យហាងរបស់យើងនឹងរស់ស៊ីកើតទៅអាហ្នឹងគឺមិនអាចដោះដោយការរៀបចំហាងបុគ្គលិកអីស្រួលបួលកើតទេអ្នកទាំងអស់គ្នាព្យាយាមចេះលុយធ្វើហាងតតែស្អាតប៉ុណ្ណាក៏ដោយតែគេបិទផ្លូវមន្តអាគមឲ្យគឺចប់មកប៉ុន្តែមិនមែនមានន័យថាឲ្យតែធ្វើអញ្ចឹងអូសទាញទៅក្នុងផ្លូវអបិយជំនឿអញ្ចឹងខ្ញុំតែងតែនិយាយម្ដងហើយម្ដងទៀតថាកុំជឿរឿងខ្លះខ្លាំងពេកព្យាយាមសង្កេតមើលព្យាយាមគិតពីខ្លួនយើងហើយរឿងមួយទៀតគឺសេដ្ឋកិច្ចបើសិនជាយើងលក់ដូររស់ស៊ីដាច់គេលក់ដូររស់ស៊ីដាច់ដូចគ្នាអត់អីទេប៉ុន្តែបើសិនជាគេលក់ដូររស់ស៊ីដាច់យើងលក់មិនដាច់យើងគួរតែគិតមើលយើងគួរមើលខ្លួនឯងថាមកពីកត្តាមនុស្សឬក៏កត្តាមន្តអាគមអញ្ចឹងទៅអញ្ចឹងយើងមើលខ្លួនយើងគិតថាហេតុអីបាននៅសុកស្ងាត់ខុសធម្មតាអាហ្នឹងយើងគួរតែគិតដែរប៉ុន្តែកត្តាខ្លះទៀតយើងគួរតែមើលថាចេះបុគ្គលិកនៅក្នុងហាងអញភ្ញៀវចូលមកអត់រាក់ទាក់អត់អីយូរបាត់ភ្ញៀវហើយលេងបាទហ្នឹងយើងគួរតែគិតថាកន្លែងនេះអញ្ចឹងអានេះជាអ្វីដែលខ្ញុំចង់ចែករំលែកតាក់ទងជាមួយនឹងរឿងអមនុស្សដែលនៅថែរក្សានៅក្នុងហាងក្នុងផ្ទះរបស់យើងបាទឲ្យបងប្អូនយើងគាត់បាទអូខេអរគុណច្រើនបងចុះបងមានដែររបៀបថារាយបិសាចដែលខ្លាំងអញ្ចឹងបងដែរប៉ះហើយអារឿងហ្នឹងនៅមានផ្សេងទៀតប៉ុន្តែគាត់ថាខ្ញុំមិនមែនជាអ្នកជួបផ្ទាល់ទេតែបើសិនជាមានឱកាសមានពេលវេលាខ្ញុំនឹងនិយាយលើកក្រោយទៀតតែគាត់ថាថ្ងៃនេះខ្ញុំនឹងនិយាយអំពីរបស់មួយចំនួនហើយនឹងតាក់ទងជាមួយពួកឯងសួរមុនហ្នឹងសួរតាក់ទងជាមួយនឹងរឿងយន់ដែលមានវិញ្ញាណបាទយន់ដែលយើងបកទៅយន់យើងវិញបាទអញ្ចឹងមកដល់ចំណុចនេះដែលខ្ញុំចង់និយាយតាក់ទងជាមួយនឹងរឿងរបស់ដែលអ្នកទាំងអស់គ្នាយកចូលផ្ទះតាក់ទងជាមួយនឹងផ្លូវមន្តអាគមបាទរបស់តាក់ទងជាមួយនឹងផ្លូវមន្តអាគមហ្នឹងគឺចង់សម្ដៅទៅលើអ្វីក៏ដោយដែលយើងប្រើមន្តអាគមយកទៅបញ្ចុះយកទៅធ្វើយកទៅដាស់វាឡើងមកដូចជាកថាដូចជាយន់ដូចជាខ្សែចកេះឬមួយក៏ដូចជាចម្លាក់ដូចជាបតោងខ្សែកដូចជាអីជាដើមអាហ្នឹងគឺសុទ្ធតែពាក់ព័ន្ធជាមួយនឹងផ្លូវមន្តអាគមហើយដែលយើងនិយាយឲ្យស្រួលស្ដាប់ដែលយើងចូលចិត្តហៅថាជាវត្ថុស័ក្តិសិទ្ធិបាទប៉ុន្តែរបស់មួយយ៉ាងទៀតដែលមិនមែនជាវត្ថុស័ក្តិសិទ្ធិគឺពពួកឈើ
ធម្មជាតិរបស់វាមួយចំនួនគឺវាមានអមនុស្សកាន់នៅក្នុងហ្នឹង បាទ អាហ្នឹងយើងអត់បានទៅដាស់ទៅអីទេប៉ុន្តែគឺវាមកឯងតែម្ដងអញ្ចឹងអាកន្លែងដែលខ្ញុំនិយាយចំណុចនេះគឺខ្ញុំចង់ចែករំលែកបទពិសោធន៍ឲ្យបងប្អូនស្ដាប់ឲ្យបងប្អូនដឹងថាតើរបស់ទាំងអស់ហ្នឹងពេលដែលយើងយកមកប្រើប្រាស់តើយើងគួរសង្កេតគួរប្រយ័ត្នប្រយែងគួរធ្វើយ៉ាងម៉េចដើម្បីកុំឲ្យប៉ះរបស់ដែលចង្រៃ បាទ របស់ដែលមិនល្អអញ្ចឹងអ្វីដែលខ្ញុំនិយាយអំបញ្ញមិញដូចជាយ័ន្តកថាខ្សែចង្កេះតោងខ្សែកឬមួយក៏អ្វីក៏ដោយឲ្យតែផ្លូវមន្តអាគមដូចជាការរៀបអាសនៈអីក៏ដោយអាហ្នឹងវាតាក់ទងនឹងផ្លូវមន្តអាគមហើយគឺអ្នកទាំងអស់គ្នាពេលដែលយករបស់ទាំងអស់ហ្នឹងពេលដែលរៀបរបស់ទាំងអស់ហ្នឹងឡើងដាក់ចូលនៅក្នុងផ្ទះត្រូវតែសង្កេតមើលនៅពេលណាដែលយើងធ្វើបានល្អរបស់ទាំងអស់ហ្នឹងជួយចម្រុងចម្រើននាំលៀបនាំសេរីសួស្តីគឺពេលដែលយើងធ្វើហើយយើងនឹងចាប់ផ្ដើមឃើញរឿងដែលល្អបាទ បើថាមិនឃើញរឿងល្អក៏គ្រួសាររបស់យើងរស់នៅសុខសាន្តធម្មតាដែរវាអត់ដែលមានបញ្ហាអីល្អកកកើតឡើងទេប៉ុន្តែបើសិនជាករណីដែលអ្នកទាំងអស់គ្នាយកចំរបស់ដែលមិនល្អព្រោះទាំងយ័ន្តមិនមែនមានន័យថាឲ្យតែយ័ន្តសុទ្ធតែជារបស់ល្អទេយ័ន្តបើដាស់ខុសគឺពួកខ្មោចពួកព្រីមកសង្ងំនៅក្នុងហ្នឹង បាទ តែបើដាស់ត្រូវគឺជារបស់ដែលការពារខ្លួនយើងវិញដូចអសត់ដូចថ្នាំអញ្ចឹងមិនមែនមានន័យថាឲ្យតែថ្នាំឬពាក្យថាថ្នាំសុទ្ធតែព្យាបាលយើងទេថ្នាំខ្លះជាថ្នាំពុល បាទ អញ្ចឹងយ័ន្តកថាបតោងខ្សែក និយាយទៅវត្ថុស័ក្តិសិទ្ធិ ហ្នឹងហើយវត្ថុស័ក្តិសិទ្ធិនៅពេលណាដែលយើងយកចូលក្នុងផ្ទះយកមកប្រើយើងយកមកដាក់តាមខ្លួនណាយើងសង្កេតមើលបើថាយកមកហើយយើងចាប់ផ្ដើមជួបរឿងសយការងាររបស់យើងចាប់ផ្ដើមមានបញ្ហាមុខរបររកស៊ីរបស់យើងចាប់ផ្ដើមធ្លាក់ចុះប្តីប្រពន្ធចាប់ផ្ដើមមួម៉ៅកូនឈឺរស់នៅមានតែបញ្ហាចូលមកថប់ដង្ហើមនៅក្នុងផ្ទះចេះតែជួបរឿងក្តៅក្រហាយអាហ្នឹងគឺបានន័យថារបស់ដែលយើងយកចូលមកហ្នឹងគឺមុខសញ្ញាធំដែលវាមានអមនុស្សមិនល្អនៅក្នុងហ្នឹងហើយសួរថាហេតុអីបានពួកហ្នឹងវាមកនៅក្នុងហ្នឹងកើតអាហ្នឹងគឺដោយសារតែគ្រូមួយចំនួនដែលគាត់រៀនមុនវិជ្ជាឆ្វេងដែលយើងហៅថាមុនខ្មៅហ្នឹងគឺគាត់សាងរបស់ហ្នឹងឡើងមកអ្នកខ្លះគាត់អត់មានចេតនាក្នុងការធ្វើឲ្យយើងខុសធ្វើឲ្យរបស់ទាំងអស់ហ្នឹងមកអន្តរាយមកលើយើងទេប៉ុន្តែពេលខ្លះគាត់ធ្វើខុសក្បួនដូចអ្នកផ្សំថ្នាំពេទ្យចឹងជួនកាលយើងទៅផ្សំថ្នាំគាត់ធ្វើឲ្យយើងប៉ុន្តែគាត់ផ្សំថ្នាំមកខុសយើងលេបទៅជួនកាលទៅជាឈឺលើសមុនទៅទៀតបាទអញ្ចឹងគ្រូដែលគាត់រៀនមួយចំនួនអ្នកខ្លះគាត់តាំងចិត្តតាំងប្រកាន់យកអាទង្វើមួយចំនួនអត់បានគាត់រៀនទៅវាបែកដល់ពេលបែកកថាខ្សែដៃខ្សែកបតោងអីផ្សេងវត្ថុស័ក្តិសិទ្ធិយ័ន្តអីដែលគាត់ធ្វើឲ្យយើងវាទៅជាមានពពួកអមនុស្សដែលមិនល្អមកកាន់នៅក្នុងហ្នឹងអញ្ចឹងពេលដែលកាន់រក្សានៅក្នុងហ្នឹងទៅវាយើងដែលជាអ្នកយកមកប្រើនេះគឺហឿងហៅតាមហ្នឹងហើយវាចាប់ផ្ដើមមានរឿងរ៉ាវមិនល្អនៅក្នុងហ្នឹងអូខេបងអរគុណច្រើនបងអរគុណច្រើនអូខេហើយអ្នកទាំងអស់គ្នាបានស្ដាប់សាច់រឿងយើងអាចនិយាយបានថាសាច់រឿងជានាងហាងបាទស្ដាប់ដំបូងយើងគិតថាស្មានតែជានាងហាងធ្វើបាបអ្នកនៅក្នុងហាងម្ចាស់ហាងអីតែជាក់ស្ដែងដល់ពេលបងប្រាប់មកវិញជានាងហាងជួយបានច្រើនតែបាត់គេជួយយើងទេតែគាត់ថាយើងត្រូវតែមានអ្វីមួយតបស្នងទៅគេវិញជាការអរគុណហ្នឹងហើយជាការអរគុណតែរៀងចម្លែកដែរដោយសារជានាងហាងចូលទៅយំឬក៏ទៀមទាសំណែនអញ្ចឹងដូចជាអត់សូវមានពាក្យច្រើនអមនុស្សអញ្ចឹងណាបងបាទប៉ុន្តែយើងមិនដឹងយ៉ាងណាដែរដោយសារយើងអត់មានវត្ថុតាងច្បាស់ក៏អត់មានផុសតាងអីដើម្បីទៅបង្ហាញអ្នកទាំងអស់គ្នាដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចស្ដាប់គ្រាន់តែជាការកំសាន្តតែប៉ុណ្្នឹងទៅយើងក៏អត់ជំរុញឲ្យអ្នកទាំងអស់គ្នាជឿទៅលើអបិយជំនឿឬក៏រឿងអមនុស្សអីដែរបាទបងមានអីចង់បន្ថែមទេបងមានបាទអញ្ជើញបងអញ្ជើញរឿងដែលខ្ញុំចង់និយាយមួយទៀតតាក់ទងជាមួយនឹងផ្លូវអបិយជំនឿហ្នឹងគឺតាក់ទងជាមួយនឹងមន្តអាគមបាទសម័យឥឡូវគេអត់សូវជឿលើរឿងមន្តអាគមទេប៉ុន្តែបើសម្រាប់អ្នកដែលគាត់ដឹងអ្នកដែលគាត់ស្វែងយល់គឺខ្ញុំអាចប្រាប់ផ្លូវឲ្យអ្នកទាំងអស់គ្នាពិសោធន៍ដោយខ្លួនឯងបានបាទដូចរឿងអមនុស្សហ្នឹងអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាស្ដាប់ឮខ្ញុំនិយាយអំបញ្ញមិញអ្នកខ្លះប្រហែលជាគិតថាខ្ញុំចេះតែនិយាយផ្ដេសផ្ដាស់រឿងទាំងអស់ហ្នឹងវាដូចជាមិនអាចទៅរួចទេជួនកាលការរស់ស៊ីធ្លាក់ចុះចេះចុះអីវាដោយសារកត្តាសេដ្ឋកិច្ចកត្តាអីខ្ញុំថាបើអ្នកទាំងអស់គ្នាចង់ពិសោធន៍ខ្ញុំអាចប្រាប់ផ្លូវពិសោធន៍បានឲ្យតែចង់ឲ្យតែធ្វើដើររកអាក្លឹមឈើមួយចំនួនដែលអ្នកទាំងអស់គ្នាមិនស្គាល់ប្រភពមិនស្គាល់អីច្បាស់ដែលគេទុកចោលនៅគល់ឈើធំអ្នកទាំងអស់គ្នាចង់ដឹងថារបស់ហ្នឹងពិតជាកាចសាហាវពិតជាធ្វើឲ្យអ្នកទាំងអស់គ្នាមានបញ្ហាមែនឬមួយក៏អត់
ទៅយកអាគល់ឈើដែលគេដាក់ចោលហ្នឹងព្រោះភាគច្រើនរបស់ដែលមិនល្អរបស់ដែលមានបញ្ហាគឺគេយកទៅទុកចោលហើយគេអត់ដែលទុកនៅក្នុងផ្ទះទេបាទបាទអញ្ចឹងអ្នកទាំងអស់គ្នាចង់ពិសោធន៍ទៅយកអាហ្នឹងចូលមកក្នុងផ្ទះហើយចាំសង្កេតមើលរយៈពេលកន្លះខែមួយខែពីរខែកន្លះឆ្នាំហ្នឹងថាតើក្នុងគ្រួសាររបស់អ្នកទាំងអស់គ្នាជួបរឿងអីគេខ្លះបាទអាហ្នឹងពេលហ្នឹងអ្នកទាំងអស់គ្នានឹងអាចដឹងច្បាស់ថាតើពេលដែលយកចូលមកវាជួបរឿងអាក្រក់មែនឬមួយក៏អត់បាទរឿងខ្លះយើងអាចពិសោធន៍បានទេអ្នកខ្លះគាត់អត់ដឹងគាត់ទៅទិញពីគេប៉ុន្តែអ្នកខ្លះគាត់ចង់ពិសោធន៍អាហ្នឹងយើងអាចឲ្យគាត់ធ្វើដោយខ្លួនឯងបានហើយយើងមិនបាច់ទៅបង្ខំឲ្យគាត់ជឿទេបាទអ្នកទាំងអស់គ្នាធ្វើឲ្យនឹងឃើញនៅខ្លួនឯងថារឿងហ្នឹងវាដូចអ្វីដែលខ្ញុំនិយាយនឹងឬមួយក៏អត់បាទបាទរឿងមួយហើយអ្វីដែលខ្ញុំចង់និយាយមួយទៀតគឺតាក់ទងជាមួយនឹងការដាស់ប្រសិទ្ធិរបស់ទាំងអស់នឹងឡើងបាទអ្នកទាំងអស់គ្នាកុំគិតថាអូរបស់ឲ្យតែខ្ញុំយកតាក់ទងជាមួយនឹងវត្ថុស័ក្តិសិទ្ធិយកមកឲ្យគ្រូនេះគ្រូនោះដាស់កាន់តែច្រើនកាន់តែល្អមិនមែនទេខ្ញុំប្រៀបធៀបឲ្យអ្នកទាំងអស់គ្នាស្ដាប់ឡានដែលយើងកំពុងតែជិះស្រួលអត់មានបញ្ហាអីទេយើងយកទៅឲ្យជាងនេះសេរីអានេះជាងនោះសេរីអានោះចុះឡើងចាប់ផ្ដើមមានបញ្ហាអញ្ចឹងវត្ថុដែលអ្នកទាំងអស់គ្នាប្រើទៅល្អតិចតិចមានលៀបមានជ័យមានសំណាងសេរីសួស្ដីគឺអ្នកទាំងអស់គ្នាទុករក្សាប្រើធម្មតាពុំយកទៅឲ្យអ្នកនេះអ្នកនោះប៉ះពាល់ធ្វើកិច្ចអីផ្ដេសផ្ដាស់ព្រោះបើសិនជាប៉ះចំគ្រូដែលរៀនមុនវិជ្ជាខ្មៅរបស់ដែលល្អគឺប្រៀបដូចជាយកកតបដែលប្រឡាក់របស់កខ្វក់យកទៅជូតលើវាអញ្ចឹងគឺវាធ្វើឲ្យរបស់ហ្នឹងទៅជាមិនល្អទៅជាប្រើហើយមានបញ្ហាទៅវិញបាទតាក់ទងជាមួយនឹងការដាស់ប្រសិទ្ធិគឺខ្ញុំគ្រាន់តែចង់ចែករំលែកប៉ុណ្ណឹងថាកុំឃើញគ្រូកុំឃើញអ្នកនេះអ្នកនោះហើយយើងចេះតែរបស់នៅខ្លួនខ្ញុំឲ្យគ្រូនឹងដាស់ឲ្យអ្នកនេះអ្នកនោះដាស់ផ្ដេសផ្ដាស់កុំពីច្រើនឃើញគេដាស់ទាំងទូរស័ព្ទទាំងសាកលទាំងអីគេដាក់អាហ្នឹងគឺគេខ្ញុំអត់សូវយល់ពីក្បួនហ្នឹងឯងប៉ុន្តែគាត់ថារបស់មួយចំនួនគឺគេធ្វើអញ្ចឹងដើម្បីឲ្យពេលដែលយើងនិយាយទៅដូចថាមានអំណាចមានអីគ្របទៅលើហ្នឹងឯងបន្ទន់ចិត្តគេអញ្ចឹងបាទប៉ុន្តែខ្ញុំអត់យល់ពីរឿងទាំងអស់ហ្នឹងខ្ញុំក៏អត់ហ៊ានបកស្រាយដែរតែអ្វីដែលខ្ញុំដឹងខ្ញុំអាចយកមកចែករំលែកបានអរគុណច្រើនអរគុណច្រើនគឺវាតាក់ទងជាមួយនឹងវត្ថុដែលអ្នកទាំងអស់គ្នាយកចូលក្នុងផ្ទះបាទអ្នកទាំងអស់គ្នាអាចស្ដាប់ហើយយកទៅគិតពិចារណាសង្កេតមើលដោយខ្លួនឯងបានបងបាទអ្វីដែលខ្ញុំចង់ចែករំលែកនៅក្នុងផ្នែកទី4នេះព្រោះបាញ់វិញយើងសាច់រឿងសាច់រឿងបាទហើយចំណុចដែលខ្ញុំនិយាយបាញ់វិញគឺវាតាក់ទងជាមួយនឹងវត្ថុដែលយើងយកចូលផ្ទះហើយអ្វីដែលខ្ញុំចង់ចែករំលែកមួយទៀតគឺតាក់ទងជាមួយនឹងផ្លូវមន្តអាគមរឿងអំពើបាទអ្នកខ្លះគាត់អត់ជឿថាគាត់ត្រូវអំពើទេប៉ុន្តែខ្ញុំអាចឲ្យអ្នកទាំងអស់គ្នាសង្កេតហើយពិសោធន៍ដោយខ្លួនឯងបានដូចខ្ញុំនិយាយមុនហ្នឹងខ្ញុំធ្លាប់ថាអ្នកដែលផឹកស្រាបើយើងមើលមុខយើងអត់ដឹងថាមនុស្សហ្នឹងផឹកស្រាទេតែបើយករបស់ដែលវាស់ជាតិអាល់កុលយកទៅដាក់ហ្នឹងហើយគឺដឹងថាមនុស្សហ្នឹងផឹកស្រាកម្រិតប្រមាណតិចឬមួយក៏ច្រើនទៀតបាទអញ្ចឹងតាក់ទងជាមួយនឹងផ្លូវមន្តអាគមគឺវាមានរបស់សម្រាប់ពិសោធន៍នឹងដូចគ្នាអាកន្លែងហ្នឹងអ្នកទាំងអស់គ្នាអាចសង្កេតអាការៈខាងក្រៅក៏បានឬមួយក៏ដាក់របស់ពិសោធន៍ក៏បានដែរប៉ុន្តែខ្ញុំអត់ទាន់និយាយពីរបស់ពិសោធន៍ទេខ្ញុំនឹងចែករំលែកពីចំណុចដែលអ្នកទាំងអស់គ្នារៀនសង្កេតដោយខ្លួនឯងហើយមិនចាំបាច់ជឿសម្ដីគ្រូឬមួយក៏ជឿសម្ដីរបស់អ្នកណាងាយពេកទេមិនមែនថាអូខ្ញុំសុកទៅមើលគ្រូថាខ្ញុំត្រូវអំពើខ្ញុំជឿគ្រូកុំទាន់អាចជឿបាទសូម្បីតែអ្នកដែលឆាតមករកខ្ញុំក៏ខ្ញុំប្រាប់ដែរអ្នកទាំងអស់គ្នាអ្នកខ្លះអត់ត្រូវអំពើទេប៉ុន្តែមកពីចិត្តរបស់យើងខ្លួនឯងទេតែអ្នកខ្លះស្ដាប់វីដេអូរបស់ខ្ញុំហើយគឺគាត់ដឹងហ្មងថាខ្លួនគាត់ពិតជាត្រូវអំពើមែនបាទអាកន្លែងហ្នឹងខ្ញុំយកមកចែករំលែកដល់បងប្អូនគឺមាន12ចំណុចដែលបងប្អូនអាចសង្កេតដោយខ្លួនឯងបានតាមពិតនៅក្នុងវីដេអូដែលខ្ញុំធ្លាប់ផុសវាមានតែ 3-4 ចំណុចទេប៉ុន្តែអ្វីដែលខ្ញុំចែករំលែកនេះគឺវាច្រើនហើយមិនមានន័យថាតើតែមានគ្រប់ចំណុចបានត្រូវអំពើទេ12ចំណុចហ្នឹងអ្នកខ្លះមានតែ 3-4 ចំណុចនៅក្នុងហ្នឹងគឺចូលលក្ខណៈត្រូវអំពើបាទហើយបើអ្នកខ្លះទៀតមានឡើង 5-6 ចំណុចប៉ុន្តែវាអត់ទៅជាត្រូវអំពើវិញតែអ្នកទាំងអស់គ្នាអាចសង្កេតដោយខ្លួនឯងបានហើយគ្រាន់តែថានេះមិនមែនមានន័យថាខ្ញុំជំរុញឲ្យអ្នកទាំងអស់គ្នាជឿទេដោយសារអីមនុស្សយើងមួយចំនួនគាត់មិនជឿតែបើសិនជាចង់ពិសោធន៍ចង់ច្បាស់អ្នកទាំងអស់គ្នារៀនសង្កេតដោយខ្លួនឯងហើយបើថាកាន់តែចង់ច្បាស់មែនទែនចាំទៅរកគ្រូខ្លាំងណាស់ម្នាក់ឲ្យសាកល្បងមើលតែមើលទៅហ្នឹងហើយអញ្ចឹងចំណុចទី1ដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសង្កេតមើលគឺភាគច្រើនថ្ងៃសិលហើយនឹងមុនថ្ងៃសិលមួយថ្ងៃនៅពេលណាដែលអ្នកទាំងអស់គ្នាមានអាការៈចម្លែកព្រោះថ្ងៃសិលគឺជាថ្ងៃដែលពាក់ព័ន្ធជាមួយនឹងផ្លូវអមនុស្សនិងផ្លូវមន្តអាគមបើអ្នកទាំងអស់គ្នាមានអាការៈខឹងឆេវឆាវឈឺក្បាលធ្វើទុក្ខខុសប្រក្រតី
ចំថ្ងៃសិលឬមួយក៏មុនថ្ងៃសិលអាហ្នឹងគឺបានន័យថានៅក្នុងខ្លួនរបស់អ្នកទាំងអស់គ្នាមានអ្វីមួយយ៉ាងមិនល្អហើយវាអាចជាវិញ្ញាណវាអាចជាអ្វីមួយដែលវាមកសង្ងំនៅក្នុងខ្លួនយើងដែលយើងមិនដឹងអាហ្នឹងគឺចំណុចទី1ហើយចំណុចទី2គឺភាគច្រើនអ្នកត្រូវអំពើគឺមុខខ្មៅស្អាប់គ្មានពលឺទេមនុស្សហ្នឹងដូចថាទោះបីជាគាត់សក៏ដោយប៉ុន្តែដូចស្បែករបស់គាត់គឺយ៉ាងខ្មៅយ៉ាងស្អាប់ព្រោះអ្នកដែលត្រូវអំពើភាគច្រើនដែលឆាតមកសួរខ្ញុំគ្រាន់តែប្រាប់ទេថាឥឡូវអ្នកទាំងអស់គ្នាមើលមុខប្តីប្រពន្ធអ្នកទាំងអស់គ្នាមុខខ្មៅគាត់បើថាមុខខ្មៅហើយខ្ញុំនិយាយអាការៈផ្សេងទៀតចេញមកទាំងអស់ត្រូវទាំងអស់អាហ្នឹងគឺភាគរយខ្ពស់ហើយដែលត្រូវអំពើតែបើសិនជានិយាយគ្រាន់តែថាមុខខ្មៅស្បែកខ្មៅប៉ុន្តែអាការៈផ្សេងអត់មានមិនបាច់បារម្ភទេអាហ្នឹងចំណុចទី2ហើយចំណុចទី3គឺអ្នកដែលត្រូវអំពើច្រើនតែជួបរឿងសោយរឿងអវិជ្ជមានរឿងដែលមិនល្អនៅក្នុងជីវិតរបស់គាត់ព្រោះទៀតថាកន្លងមកពីដើមមកគាត់មិនសូវជាមានបញ្ហាអីធ្ងន់ធ្ងរទេជីវិតរបស់គាត់គឺវាតែងតែមានរឿងល្អរឿងអាក្រក់ចូលមកហើយតែបើសិនជាក្នុងកំឡុងពេលណាមួយក្នុងជីវិតរបស់យើងឧទាហរណ៍ក្នុងកំឡុង 3-4 ខែកន្លះឆ្នាំមួយឆ្នាំហ្នឹងយើងជួបតែរឿងសោយដាក់រោស៊ីខាតធ្វើអានេះធ្វើនោះមានបញ្ហាអាហ្នឹងគឺវាអាចជាអាការៈមួយដែលយើងត្រូវសង្កេតមើលហើយដែលយើងគួរតែចាប់អារម្មណ៍ហើយចំណុចទី4គឺមុខរបររោស៊ីរបស់គាត់ការងារហ្នឹងធ្លាក់ចុះចម្លែកហ្មងចម្លែកហ្នឹងឧទាហរណ៍ថាចេះក្នុងមុខរបររោស៊ីរបស់យើងធ្លាប់ក្នុងមួយថ្ងៃយើងលក់បានថា$2,000ចាប៉ុន្តែក្នុងរយៈពេលដែលយើងចាប់អារម្មណ៍ហ្នឹងវាដូចថាវាធ្លាក់ចុះមកនៅសល់មួយថ្ងៃបានតែ400-500 300-400ហើយវាចាប់ដើមធ្លាក់បន្តទៅអាហ្នឹងវាជាសញ្ញាមួយដែលយើងគួរចាប់អារម្មណ៍ដែរហើយមួយទៀតគឺការងាររបស់យើងធ្លាប់តែល្អមនុស្សដែលគេធ្លាប់យកចិត្តទុកដាក់ជាមួយនឹងយើងនៅក្នុងក្រុមការងារគេធ្លាប់ជួយធ្វើយើងអីអញ្ចឹងទៅដល់ពេលយូរទៅជាគេលែងសូវល្វីល្វល់ហើយធ្វើឲ្យការងាររបស់យើងលទ្ធផលហ្នឹងវាធ្លាក់ចុះអាហ្នឹងគឺជាចំណុចដូចគ្នាដែលយើងត្រូវចាប់អារម្មណ៍ពេលគេងមនុស្សធម្មតាគេងគឺអត់សូវមានបញ្ហាអីតែអ្នកត្រូវអំពើគឺគេងកត្រាក់ជាងភ្ញាក់កត្រាក់ខុសប្រក្រតីបើប្តីប្រពន្ធជាមួយនឹងគ្នាគេងជួនកាលឆ្ងល់មិនប្តីខ្ញុំគេងរៀងកត្រាក់ចម្លែកខុសធម្មតាមែនអាហ្នឹងតាមពិតគឺដោយសារតែអ្វីដែលនៅក្នុងខ្លួនគាត់ហ្នឹងវាជាអ្នកបកអាការៈទាំងអស់ហ្នឹងឲ្យកើតឡើងមកបាទចំណុចទី6គឺតាក់ទងមួយការគេងដូចគ្នាតែគឺការយល់សប្តិអ្នកខ្លះគាត់អត់ជឿទេថាការយល់សប្តិវាមានទំនាក់ទំនងជាមួយនឹងរឿងអំពើមុនគមតែខ្ញុំអាចប្រាប់បានថារឿងទាំងអស់ហ្នឹងវាតាក់ទងគ្នាតែមិនមែនមនុស្ស 100% គឺសុទ្ធតែទំនាក់ទំនងគ្នាគឺមានមួយចំនួនធំដែលក្នុងការយល់សប្តិរបស់គាត់អាចបង្ហាញថាវាពាក់ព័ន្ធមួយផ្លូវមុនគមគឺការដែលគាត់យល់សប្តិឃើញរបស់ស្មោកគ្រោកដូចជាចលែនតកៅឬមួយក៏ក្អែបឬមួយក៏តាក់ទងជាមួយនឹងរបស់ស្អុយរលួយបាទអាហ្នឹងបើអាសាយល់សប្តិឃើញថាអូនៅសុករបស់ទាំងអស់ហ្នឹងតោងទៀមជាប់នឹងខ្លួនឬមួយក៏ជួនកាលក្អួតចេញមកជាចលែនជាតកៅឬមួយក៏ខ្វេះចេញមកពីក្នុងមាត់មានសុទ្ធតែរបស់ស្មោកគ្រោកអីហ្នឹងបាទអាហ្នឹងគឺជាសញ្ញាមួយនៅក្នុងយល់សប្តិដែលប្រាប់ថាយើងហ្នឹងគឺពាក់ព័ន្ធជាមួយនឹងពួកវិញ្ញាណពួកផ្លូវមន្តអាគមអីហ្នឹងបាទហើយចំណុចមួយទៀតដែលខ្ញុំចង់ចែករំលែកគឺទី7តាក់ទងជាមួយនឹងកំហឹងនៅក្នុងខ្លួនមនុស្សដែលត្រូវអំពើភាគច្រើនអំពើគឺវាតាក់ទងមួយវិញ្ញាណខ្មោចបាទអញ្ចឹងមនុស្សហ្នឹងគឺច្រើនតែខឹងមួម៉ៅកំហឹងខុសប្រក្រតីហ្មងជួនកាលគេនិយាយល្អទេប៉ុន្តែស្ដាប់ចេញមកដូចជាខឹងគេអាក្រក់ហ្មងហើយបើថានៅក្នុងផ្ទះប្តីប្រពន្ធជួនកាលនិយាយប្រពន្ធនិយាយល្អតែប្តីស្ដាប់ទៅខឹងឆេវឆាវហ្មងហើយបើប្រពន្ធត្រូវវិញជួនកាលប្តីព្យាយាមធ្វើល្អយកចិត្តទុកដាក់តែប្រពន្ធខឹងមួម៉ៅឆេវឆាវអាក្រក់បាទអាហ្នឹងគឺជាចំណុចមួយដែរតែមិនមែនមានន័យថាមនុស្សដែលខឹងឆេវឆាវហ្នឹងសុទ្ធតែពាក់ព័ន្ធមួយមុនអាគមឯងគឺពីដើមមកជួនកាលគាត់អត់មានអាការៈហ្នឹងអត់មានលក្ខណៈបែបហ្នឹងឯងប៉ុន្តែនៅពេលណាដែលគាត់ពាក់ព័ន្ធមួយផ្លូវមុនអាគមហ្នឹងគឺអាចំណុចខុសហ្នឹងវាអាចនឹងកើតមានធ្វើឲ្យគាត់ហ្នឹងប្រែប្រួលតែម្ដងបាទហើយចំណុចទី8គឺអាការៈរបស់គាត់អាមុននោះវាជាច្រើនពាក់ព័ន្ធមួយការគេងតែអានេះអាទី8នេះគឺស្មារតីរបស់គាត់រៀងភ្លឹកជាច្រើនអ្នកដែលស្មារតីភ្លឹកហ្នឹងគឺច្រើនតែមានព្រាយនៅក្នុងខ្លួនបាទអ្នកដែលត្រូវស្នេហ៍ព្រាយអីហ្នឹងឬមួយក៏អ្នកដែលមានវិញ្ញាណខ្មោចព្រាយនៅក្នុងខ្លួនគឺស្មារតីគាត់រៀងភ្លឹកជួនកាលអង្គុយនិយាយគ្នាអញ្ចឹងគាត់ដូចអត់មានស្មារតីទេយើងហៅទៅបានគាត់រៀងភ្ញាក់និយាយតបជាមួយនឹងយើងអីចឹងអាហ្នឹងភាគច្រើនគឺស្រួលសង្កេតទេឲ្យតែមនុស្សនឹងពីដើមមកអត់មានអាការៈហ្នឹងប៉ុន្តែឥឡូវហ្នឹងគាត់ចាប់ផ្ដើមចេញមកអញ្ចឹងជួនកាលប្តីប្រពន្ធនៅក្នុងផ្ទះហ្នឹងអញ្ចឹងដែរអង្គុយញ៉ាំបាយអង្គុយអីមួយគ្នាហ្នឹងប៉ុន្តែ
ញ៉ាំប្តីដូចភ្លឹកដូចពោះមហូបដាក់ទៅវាចម្លែកខុសប្រកដីអញ្ចឹងហើយចំណុចមួយទៀតគឺចំណុចទីប៉ុន្មានមកទី9បាទចំណុចមួយទៀតដែលបងប្អូនត្រូវចាប់អារម្មណ៍គឺនៅក្នុងខ្លួនយើងបើអំពើមន្តអាគមដែលគេធ្វើដើម្បីចង់ឲ្យយើងឈឺឬមួយក៏ចង់សម្លាប់យើងគឺអ្នកទាំងអស់ហ្នឹងច្រើនតែឈឺនៅក្នុងខ្លួនឈឺចាប់ហើយទៅរកពេទ្យគឺអត់ឃើញលទ្ធផលអត់ឃើញមុខជំងឺអត់ឃើញមុខជំងឺទេអត់ដឹងថាឈឺដោយសារមូលហេតុអីទេជួនកាលឈឺក្បាលជួនកាលឈឺឆ្អឹងខ្នងឈឺផ្លោកនោមឈឺអីនៅលើរាងកាយរបស់យើងហើយដល់ពេលទៅរកពេទ្យគឺពិនិត្យអត់ឃើញអីទាំងអស់បាទតែបើសិនជាដាក់របស់ដែលពាក់ព័ន្ធមួយភាសាអំពើដាក់ទៅគឺឃើញប្លែកភ្លាមអាហ្នឹងគឺបានន័យថាវាពាក់ព័ន្ធមួយមុនបាទហើយចំណុចទី10គឺតាក់ទងជាមួយនឹងអាការៈរបស់មនុស្សដែលនៅជុំវិញខ្លួនគាត់របស់មនុស្សដែលត្រូវអំពើហ្នឹងបាទគឺថាដូចមកឯងអញ្ចឹងពីដើមមកជាមនុស្សមានប្រជាប្រិយភាពនិយាយស្ដីគេចូលចិត្តគេស្រឡាញ់រាប់អានតែនៅសុកស្រាប់តែចាប់ដើមចម្លែកមកនិយាយមួយគេអត់ចូលចិត្តធ្វើអីទៅដូចថាចេះតែខុសហើយគេឃើញមុខយើងអត់ចូលចិត្តហ្មងអាហ្នឹងគឺតាក់ទងជាមួយនឹងអំពើបងតំណែងដែលគេធ្វើឲ្យយើងនឹងស្អប់គេស្អប់យើងអំពើបងតំណែងហ្នឹងនៅពេលណាដែលអ្នកទាំងអស់គ្នាត្រូវធ្វើអីគឺបរាជ័យមកសូម្បីតែយើងទៅតំណាក់តំណងការងារជាមួយនឹងគេគ្រាន់តែគេឃើញមុខយើងភ្លាមគឺគេលែងចង់និយាយលែងចង់ជជែកភាសាអីទាំងអស់និយាយទៅអត់អំណោយទានហ្នឹងហើយដូចមនុស្សគ្មានអំណោយទានតែពីដើមមកយើងមិនមែនជាមនុស្សបែបហ្នឹងទេដល់ពេលនៅសុកយើងប្រែប្រួលទៅជាបែបហ្នឹងអាហ្នឹងអ្នកទាំងអស់គ្នាស្រួលសង្កេតដែរបាទហើយចំណុចបន្ទាប់ដែលអ្នកទាំងអស់គ្នាត្រូវគិតគឺចំណុចទី11គឺតាក់ទងជាមួយនឹងការញ៉ាំរបស់យើងអ្នកដែលមានវិញ្ញាណខ្មោចព្រាយនៅក្នុងខ្លួនមួយចំនួនដោយសារត្រូវអំពើគាត់ឃ្លានរបស់ដែលឆៅដូចជាសាច់គោងាវឬមួយក៏ឈាមក៏មានដែរធ្លាប់មានបងប្រុសម្នាក់គាត់មានព្រាយនៅក្នុងខ្លួនគាត់លើកឈាមមាន់មួយចានស្រស់ហត់ទាំងមិនដឹងខ្លួនថាគាត់នឹងឃ្លានឈាមមាន់ហើយហ៊ានហត់ឈាមមាន់អត់បានចាប់អារម្មណ៍អាហ្នឹងប៉ុន្តែអាការៈហ្នឹងអត់សូវកើតមានច្រើនទេអាហ្នឹងទោសសាហាវមែនតើហ្នឹងហើយគឺដោយសារអីតាមពិតវិញ្ញាណនៅក្នុងខ្លួនហ្នឹងអាពួកខ្មោចពួកព្រាយហ្នឹងវាឃ្លានរបស់ឆៅហ្នឹងត្រូវការអញ្ចឹងបាទដល់ពេលអញ្ចឹងទៅពេលដែលមនុស្សហ្នឹងឃើញអាវិញ្ញាណហ្នឹងក៏វាឃើញដូចគ្នាដែរពេលដែលវាឃើញវាស្រេកឃ្លានវាធ្វើឲ្យយើងហ្នឹងចង់ហូបរបស់ហ្នឹងទៅវិញបាទតែមនុស្សខ្លះពីមុនមកគឺគាត់ចូលចិត្តអាហ្នឹងដោយខ្លួនឯងអាហ្នឹងពិបាកសង្កេតទៅវិញបាទហើយចំណុចមួយទៀតដែលយើងត្រូវចាប់អារម្មណ៍គឺតាក់ទងជាមួយនឹងរង្វង់ភ្នែកចំណុចទី12បាទចំណុចទី12អាកន្លែងនេះសំខាន់ណាស់ហើយខ្ញុំអាសាឃើញច្រើនទៀតរង្វង់ភ្នែករបស់យើងពេលណាដែលខ្មៅហើយគ្រាប់ភ្នែកក្រហមអាហ្នឹងភាគច្រើនគឺមនុស្សដែលត្រូវស្នេហ៍ឈាមរដូវនិយាយទៅអាស្នេហ៍ឈាមរដូវហ្នឹងគឺវាធ្វើឲ្យគ្រាប់ភ្នែករបស់មនុស្សហ្នឹងប្រែប្រួលក្នុងរយៈពេលតែ2-3ថ្ងៃឯងគឺទៅជាក្រហមហើយរង្វង់ភ្នែកគាត់ឡើងពណ៌ខ្មៅហ្មងបាទអាហ្នឹងខ្លាំងកាចសាហាវហើយវាធ្វើឲ្យមនុស្សហ្នឹងប្រែប្រួលអត្តចរិតលឿនហ្មងអាចនឹងបាត់បង់សតិអីចឹងដែរសតិអត់សូវជាបញ្ហាអីប៉ុន្តែវាធ្វើឲ្យមនុស្សហ្នឹងបើថាឧទាហរណ៍ឥឡូវបងឯងបើសិនជាបងឯងត្រូវបើឈានដល់កាត់ការឪពុកម្ដាយចោលទោះបីខ្លួនឯង slow boat ពីមុនមកអត់មានចរិតមួយដែលថាកោងកាចអីប៉ុន្តែនៅពេលដែលត្រូវអាហ្នឹងសម្ដីចេញមកអាក្រក់បើហើនកោងកាចហើយភ្នែកហ្នឹងគឺឡើងក្រហមហើយគ្មានអ្នកណាគេនិយាយស្ដាប់ទេស្ដាប់តែមនុស្សម្នាក់គត់គឺស្ដាប់អ្នកដែលដាក់ស្នេហ៍ឈាមរដូវហ្នឹងឲ្យបងឯងប្តីប្រពន្ធស្រឡាញ់គ្នាប៉ុណ្ណាក៏ដោយសង្សារគូតដឹងស្រឡាញ់គ្នាប៉ុណ្ណាក៏ដោយតែដាក់ត្រូវរយៈពេលមិនដល់មួយអាទិត្យទេជួនកាលតែមួយថ្ងៃពីរថ្ងៃគឺបែកគ្នាមានដំណឹងហើយអ្នកដែលជួបរឿងចឹងច្រើនណាស់សួរខ្ញុំថារឿងហ្នឹងអាចមានមែនអត់ខ្ញុំថាគឺមានច្រើនហើយអ្នកដែលជួបរឿងអស់ហ្នឹងសុទ្ធតែជួបហើយប្រាប់ខ្ញុំថាឲ្យខ្ញុំនឹងជួយចែករំលែករឿងហ្នឹងឲ្យអ្នកដែលមិនជឿហ្នឹងស្ដាប់ទុកជាបទពិសោធន៍បាទកុំឲ្យជន់ដានដូចពួកគាត់ពួកគាត់វាហួសពេលនឹងជួយឯងពេលដែលត្រូវអាហ្នឹងគឺអត់អាចត្រឡប់មកដូចដើមចឹងប្រសាបអត់កើតទេហ្នឹងប្រសាបកើតប៉ុន្តែពិបាកប្រសាបយូរអីចឹងទៅមិនមែនយូរទេភាគច្រើនខ្ញុំនិយាយអារឿងស្នេហ៍ជំនឿហ្នឹងឲ្យបងប្អូនស្ដាប់តិចបើសិនជាមនុស្សហ្នឹងគាត់ត្រូវឲ្យទៅនៅជាមួយនឹងគេគឺអ្នកដែលធ្វើស្នេហ៍ដាក់គាត់ព្យាយាមដាក់គាត់រហូតថែមរហូតពេលណាដែលយើងព្យាយាមដោះប្រសាបគឺមនុស្សហ្នឹងដាក់ថែមរហូតដល់អញ្ចឹងវាធ្វើឲ្យមនុស្សហ្នឹងមិនអាចប្រសាបបានទេយើងមានឱកាសតិចតួចក្នុងការចូលទៅចិត្តគាត់ដើម្បីប្រសាបតែអ្នកដែលដាក់ថែមគឺមានឱកាសច្រើនព្រោះនៅជាមួយនឹងគេហើយគេបជាយ៉ាងម៉េចគឺធ្វើតាមគេយើងអ្នកនៅពីចម្ងាយមកចាំតែប្រសាបមិនហើយអាឈាមរដូវហ្នឹងគុំសង្ឃឹមប្រសាបពីចម្ងាយបានមិនងាយមានគ្រូទេភាគច្រើនអ្នកដែលចាញ់បោកគេអស់លុយច្រើនគឺដោយសារប្តីត្រូវស្នេហ៍ឈាមរដូវហើយប្រពន្ធនឹងព្យាយាមដោះអ្នកខ្លះអស់រាប់ម៉ឺនដុល្លារដោះអត់ចេញទេ
ដោះពីចម្ងាយ ដោះពីចម្ងាយបានតែគេថាគេយករូបថតយកអីមកតាមពិតអត់មានដោះចេញទេ បាទអាហ្នឹងជាអ្វីដែលខ្ញុំចង់ចែករំលែកឲ្យអ្នកទាំងអស់គ្នាស្ដាប់ឲ្យដឹងថាតើអាការៈ12ចំណុចហ្នឹងយើងសង្កេតមើលបានដោយខ្លួនឯងអត់តាមពិតអត់ពិបាកអីឲ្យតែអ្នកទាំងអស់គ្នាចេះចាប់អារម្មណ៍លើខ្លួនឯងហើយបើសង្ស័យអាចទៅរកអ្នកណាដែលគិតថាខ្លួនឯងទុកចិត្តឲ្យគាត់ជួយមើលឲ្យទៅជួយតេស្តមើលអាហ្នឹងបាទស្មាតតេស្តមើលទៅថាតើគាត់ពិតជាត្រូវណែត្រូវអំពើមែនអូខេអរគុណច្រើនមកអរគុណអូខេអ្នកនរគ្នាបានស្ដាប់ការចែកម្លែករបស់គាត់អីគឺគាត់បានឲ្យ12ចំណុចដើម្បីឲ្យអ្នកនរគ្នារៀនសង្កេតមើលថាតើខ្លួនយើងឬក៏អ្នកជុំវិញខ្លួនក៏ដូចជាគ្រួសារយើងមាន12ចំណុចហ្នឹងត្រូវប៉ុន្មានចំណុចតើជាអាការៈដែលគួរឲ្យសង្ស័យលើរឿងត្រូវអំពើគេឬក៏ត្រូវស្នេហ៍គេអត់គឺមាន12ចំណុចហ្នឹងឬក៏មានច្រើនទៀតក៏ខ្ញុំអត់ដឹងដែរតែគាត់ព្យាយាមនិយាយដដែលៗថាព្យាយាមសង្កេតមើលទៅព្យាយាមសង្កេតឲ្យមែនតើឆាប់ជឿអ្នកណាគាត់ថារៀនសង្កេតដោយខ្លួនឯងហើយបើយើងសង្ស័យយើងអាចរកអ្នកណាដែលទុកចិត្តបាទយើងសាក់លបងមើលគេជួយមើលជួយប្រាប់យើងទៅតែបើថាអ្នកទាំងអស់គ្នាមិនខ្វល់អាហ្នឹងក៏ជារឿងរបស់អ្នកទាំងអស់គ្នាដែរអត់មានអ្នកណាគេទៅចាប់ខំយើងបាទអូខេអ្នកនរគ្នាដឹងហើយថាកម្មវិធីរបស់យើងអត់ជំរុញឲ្យអ្នកនរគ្នាជឿទៅលើអបិយជំនឿឬក៏រឿងអាមលើទេសង្ឃឹមថាសាច់រឿងដែលកម្មវិធីរបស់យើងចែកម្លែកទាំងប្រហែលហ្នឹងគ្រាន់តែជាស្ដាប់កំសាន្តទៅគ្រាន់តែជារឿងដែលអ្នកនរគ្នាស្ដាប់កំសាន្តទៅ